ហើយដល់នេះតម្លៃស្វាគមន៍កាន់វីដេអូថ្មីថ្ងៃនេះថាយើងមកសម្រាប់ជាមួយនឹងសាច់រឿងផ្លេចចាប់ពីអេពីសូតទី1ដល់អេពីសូតទី10ទាំងអស់គ្នាសម្រាប់ផ្លេចភាពបន្តយើងនឹងរងចាំបន្តិចសិនទៅដោយសារតែកំពុងតែសរុបភាគចឹងហើយបើសិនបើជាគ្នាយ៉ាងណាដែលមកក្រោយមិនតបបានជួយ Subscribe នោះទេកុំភ្លេចជួយចុចឲ្យម្នាក់មួយផងព្រោះរស់ហើយនឹងតាមមួយកាត់សម្រាប់របស់ admin ទាំងអស់គ្នាហើយរឿងក៏បានចាប់ផ្ដើមឡើងអំពីក្មេងប្រុសម្នាក់ដែលមានអាយុត្រឹមតែ15ឆ្នាំនោះទេដោយគេគឺកំពុងតែវាយគ្នាជាមួយនឹងក្មេងពីលមួយក្រុមដោយមូលហេតុក៏ដោយសារតែពួកគេគឺបានធ្វើបាយជាមួយនឹងកែម្យ៉ាងដែលបានដាក់ជាមួយនឹងកន្លះមួយតងនៅក្នុងនោះផងដែរដោយមូលហេតុក៏ដោយសារតែកន្លះមួយតងហ្នឹងគឺថាគាត់គឺបានត្រៀមវាសម្រាប់តែការបលឹងវិញ្ញាណផងដែរដែលគាត់គឺមានឈ្មោះថា Ichigo ដោយយើងក៏បានដឹងផងដែរថា Ichigo គឺជាអ្នកមើលជាមួយនឹងបលឹងខ្មោចឃើញតាំងពីក្មេងមកម្លេះដោយ Ichigo ក៏បានជម្រាបលាទៅកាន់ក្មេងស្រីម្នាក់ហ្នឹងក៏បាននិយាយផងដែរថាថ្ងៃស្អែកពួកគេនឹងជួបគ្នាម្ដងទៀតដល់ផ្ទះរបស់គាត់ក៏បានវាយគ្នាជាមួយនឹងឪពុករបស់ខ្លួនមូលហេតុក៏ដោយសារតែឪពុករបស់ខ្លួនគឺចូលចិត្តប្រើអំពើហិង្សាទៅលើគាត់ខ្លាំងមែនទែនបន្ទាប់ពីបានផ្ដួលទៅលើឪពុករបស់ខ្លួនហើយប្អូនស្រីរបស់ខ្លួនដែលមានឈ្មោះថា Kairin នាងក៏បាននិយាយផងដែរថានាងគឺមិនជឿទៅលើបលឹងខ្មោចនោះទេប៉ុន្តែបែរជានាងក៏អាចមើលជាមួយបលឹងខ្មោចឃើញទៅវិញនិងរាប់ពីចំនួនបលឹងខ្មោចដែលនាងបានជួបទៀតផងនាងក៏បាននិយាយផងដែរថាមានបលឹងខ្មោចគឺនៅក្បែរ Ichigo ដែលបានថា Ichigo នឹងគឺបានឆ្លោះគ្នាជាមួយបលឹងខ្មោចបន្តទៀតបន្ទាប់ពីបានឆ្លោះគ្នាជាមួយបលឹងខ្មោចឪពុករបស់គាត់បានមកវាយគ្នាទៀតហើយដែលបានធ្វើឲ្យឪពុករបស់ខ្លួនក៏ត្រូវបានសន្លប់ម្ដងទៀត Ichigo ក៏បានដើរទៅលើបន្ទប់របស់ខ្លួនវិញទោះបីជាគាត់គឺបានឡើងមកលើបន្ទប់ក៏ដោយប៉ុន្តែនៅឯក្រោមផ្ទះរបស់គាត់គឺនៅតែមានគ្រឿងចឹងដោយបងស្រីរបស់គាត់គឺនៅតែឆ្លោះគ្នាជាមួយនឹងឪពុករបស់ខ្លួនថែមទាំងស្ដីឲ្យទៅច្រើនខ្លាំងមែនទែនដែលបានធ្វើឲ្យគាត់នឹងគឺខកចិត្តខ្លាំងមែនទែនដែលគិតថាពួកគេគឺមិនស្រឡាញ់ខ្លួននោះទេស្អីឡើងក៏បានមកដល់ Ichigo ក៏បានទៅរៀនជាធម្មតាថែមទាំងត្រៀមជាមួយនឹងកន្លះបតងដើម្បីយកទៅឲ្យទៅកាន់ក្មេងស្រីម្នាក់ដែលខ្លួនបានជួបកាលពីម្សិលមិញផងដែរប៉ុន្តែនៅពេលដែលមកដល់កន្លែងគឺថាគាត់ក៏បានជួបជាមួយនឹងក្មេងស្រីម្នាក់នឹងនោះទេដល់ពេលហ្នឹងគឺមានបន្ទោសមួយយ៉ាងធំនៅកន្លែងហ្នឹងផងដែរដោយ Ichigo គឺមិនដឹងថាមានរឿងអ្វីកើតឡើងនោះទេប៉ុន្តែនៅពេលទីគាត់ក៏លេចមើលទៅក៏បានឃើញជាមួយនឹងបលឹងខ្មោចអាក្រក់មួយក៏បានព្យាយាមតាមស៊ីជាមួយនឹងក្មេងស្រីម្នាក់នឹងដែលបានធ្វើឲ្យគាត់ក៏បាននាំជាមួយនឹងក្មេងស្រីម្នាក់នឹងរត់ចាក់ចេញពីកន្លែងហ្នឹងប៉ុន្តែស្រាប់តែមានជាមួយនឹងនារីម្នាក់ក៏បានចេញមកដល់ដែលនាងគឺមានពាក់ឈុតខ្មៅហើយក៏បានស្លាប់ទៅលើបិសាចម្នាក់ហ្នឹងបានយ៉ាងងាយតែម្ដងដោយប្រតិកម្មមួយនេះអត់មានពីណាគេនឹងក៏អាចមើលឃើញនោះទេក្រៅពី Ichigo ដោយមនុស្សគ្រប់គ្នាគិតថាវាគឺជាការផ្ទុះគេហើយ Ichigo គឺពិតជាឆ្ងល់ខ្លាំងមែនទែនគាត់ក៏បានដេកគិតពេញមួយយប់ប៉ុន្តែស្រាប់ពេលហ្នឹងមានមេអំបៅមួយក៏បានហោះចូលមកក្នុងផ្ទះរបស់គាត់ដោយនាងក៏បានលោតមកដល់ទីនេះតែម្ដងដោយ Ichigo ក៏បានមើលនាងឃើញផងដែរដល់ពេលហ្នឹង Ichigo ក៏បានសួរទៅកាន់នាងផងដែរថាតើនាងគឺជាពីណាគេប៉ុន្តែនាងក៏មានឆ្លើយនោះទេនាងគឺនៅតែដើរទៅមុខធ្វើបង្ងើយតែម្ដងប៉ុន្តែតែឃើញបែបនេះគឺថា Ichigo នឹងក៏បានធាក់មួយជើងតែម្ដងចំមួយជើងចែមកជើងក្នុងបន្ទប់កូនប្រុសគេហើយមកធ្វើចរិតចឹងទៀតដោយនាងគឺឆ្ងល់ខ្លាំងមែនទែនថាទៅបានជា Ichigo នឹងក៏អាចមើលនាងឃើញប៉ុន្តែ Ichigo ក៏បាននិយាយផងដែរថាគាត់នឹងក៏អាចមើលឃើញនឹងហើយនាងក៏បាននិយាយផងដែរថាខ្លួននឹងគឺជា Soul Reaper ដែលនាងគឺជាអ្នកកម្ចាត់ជាមួយនឹងបលឹងអាក្រក់នឹងឯងមូលហេតុដែលនាងគឺបានឆ្ងល់ទៅលើ Ichigo ក៏ដោយសារតែ Soul Reaper ពួកគេគឺដូចជាបលឹងចឹងប៉ុន្តែបែរជា Ichigo នឹងក៏អាចមើលឃើញអញ្ចឹងគោលសាររបស់គាត់ទាំងអស់គឺសុទ្ធតែមើលឃើញជាមួយបលឹងអាក្រក់ទាំងអស់គ្នានឹងឯងក៏មកបលឹងក្មេងស្រីម្នាក់ដែល Ichigo បានជួយហ្នឹងឥឡូវនេះគឺថានាងគឺបានជួបជាមួយបលឹងអាក្រក់ម្ដងទៀតហើយនាងក៏បានរត់ចាក់ចេញពីកន្លែងហ្នឹងដោយបលឹងអាក្រក់ហ្នឹងក៏បានតាមនាងផងដែរកាត់មកលេង Ichigo វិញគាត់ហ្នឹងក៏បាននិយាយផងដែរថាគាត់ហ្នឹងគឺយល់ហើយនាងហ្នឹងគឺជា Soul Reaper ហើយតែនាងមកទីនេះគឺដើម្បីចាប់បិសាចមែនទេហើយតែបិសាចហ្នឹងគឺកំពុងតែតាមចាប់បលឹងមែនទេដោយនាងគឺគាត់តែងក់ក្បាលអញ្ចឹងទៅហើយ Ichigo គឺពិតជាខឹងខ្លាំងមែនទេដោយសារតែគាត់ហ្នឹងគឺអត់ជឿនោះទេពេលហ្នឹងគាត់ថានាងបាននិយាយផងដែរថាតើលោកនេះគឺចង់ចំណេញមុនហ្នឹងគឺគាត់ថាជឿប៉ុន្តែឥឡូវនេះគឺថាបើជាមិនជឿទៅវិញតើចង់ខ្ញុំបង្ហាញយ៉ាងម៉េចទៅ Ichigo បាននិយាយផងដែរថាបើសិនបើជាគាត់ហ្នឹងគឺជឿលើបលឹងគាត់ហ្នឹងគឺជឿក៏ដោយសារតែគាត់គឺបានជួបបលឹងប៉ុន្តែបើសិនបើជានិយាយពី Soul Reaper អីហ្នឹងគាត់ហ្នឹងគឺមិនជឿនោះទេក៏មិនដែលឃើញនោះទេក៏មិនចឹងប្រូនេះហ្នឹងមិន Soul Reaper នេះឈរនៅមុខនេះប៉ុន្តែយើងបានឃើញថា Ichigo នឹងក៏អត់ជឿនោះទេគាត់គាត់ថានេះគឺជាគ្រាន់តែជា cosplay នោះទេហើយនាងនឹងគឺគ្រាន់តែជាក្មេងស្រីនឹងឯងដោយនាងក៏ពិតជាខឹងខ្លាំងមែនទែនក៏បានប្រើមានថាពុតរបស់ខ្លួននឹងគឺចង់ទៅលើ Ichigo តែម្ដងបន្ទាប់ពីចាប់ទៅលើ Ichigo ហើយនាងក៏បានរៀបរាប់ប្រាប់ទៅកាន់ Ichigo ផងដែរថាខ្លួននឹងគឺជា Soul Reaper ហើយនាងមកទីនេះគឺដើម្បីចាប់ទៅលើវិញ្ញាណអាក្រក់ហើយវិញ្ញាណអាក្រក់ទាំងអស់ហ្នឹងគឺថាពួកគេគឺបែងចែកជាមួយនឹងវិញ្ញាណខុសពីគ្នាដោយវិញ្ញាណទី1ពួកគេគឺជាប្រភេទវិញ្ញាណល្អដែលពួកគេនឹងបញ្ជូនជាមួយវិញ្ញាណទាំងអស់ហ្នឹងទៅកាន់ Soul Society ដែលវាគឺជាសមាគមនៃបលឹងនឹងឯងបន្តមកគឺថាវិញ្ញាណទី2ពួកគេគឺជាប្រភេទវិញ្ញាណអាក្រក់ពួកគេកែបែងចែកជាមួយខ្លួនរបស់ខ្លួនទៅជាវិញ្ញាណអាក្រក់និងប្រមូលវាផ្ដុំគ្នាជាមួយនឹង Soul Reaper ទៀតផងដែលពួកគេគឺថែមទាំងហៅទៅកាន់បលឹងអាក្រក់ហ្នឹងថាគឺជា The Hollow កាន់មកមេសេនេះវិញគឺថានេះគឺបានរត់ចាក់ចេញពី The Hollow ហើយនាងគឺជាបលឹងហើយ The Hollow គឺជាអ្នកតាមចាប់បលឹងនឹងឯងប៉ុន្តែបន្ទាប់ពីការរកស៊ីទៅកាន់នាងហើយគឺថា The Hollow បានធំក្លិនជាមួយនឹងវិញ្ញាណច្រើនខ្លាំងមែនទែននៅផ្ទះរបស់ Ichigo គេក៏បានបត់ក្បាលទៅកាន់ផ្ទះរបស់ Ichigo តែម្ដងកាត់មកលេ Ichigo វិញ Soul Reaper ម្នាក់ហ្នឹងក៏បានសួរទៅកាន់ Ichigo ថាតើមានរឿងអីទៅឆ្ងល់ទៀតអត់ Ichigo បានសួរផងដែរថា
chạy mấy cô rùm aqua mày về ai chẳng tại khang này Ichigo nè bạn vừa bảo tới can Ichigo tham tới vô phớn mà cô bực mót là mót vào Ichigo tại mà đồ sau bên nắng Ichigo bạn thông lên cho mùi nắng bơi sai holo hơi còn nắng các bạn về phòng đại tha ta niên nắng cứ miệt đằng ngọ tha bơi sai nắng cứ cặp bông tại màu tini hơi niên các bạn về phòng đại tha niên nắng cứ đằng nô tê hai đại bạn chỉ Ichigo nắng cứ đằng môn chẳng sau bên nắng niên các bạn lưới cho mùi sầm lại bỏ bơi sai holo tham tăng lưới cho mùi nắng sầm lên không mấy xây mà nè đại chia bọn bớ bỏ Ichigo đại mình hồ tha Yusu còn nấu lại nắng phòng đại hai niên các bạn rút chạy tránh pi bật tục nắng tại mà đồ Ichigo bạn vào tới can sâu đại phơ mà nè nắng thảo chạm đọt lên khuôn tới khuôn nướcไปจับตัวช่วยปนสเรบคล้วนปนตายไปนั้นก็ทาซูยุก็บารมาดอลทันแต่ปรับเตการIchigo ปองได้ทาเหล่านี้ก็ทาการดินนั้นคือมีปัญหาหายลือนี้ก็ทาIchigoนั้นคือพยาบาลคลางไม่เต้นกว่านั้นคือทายต่างเวียดไปตัวช่วยปนสเรบคล้วนติดพองโดยสลายเพอก็บานใจปองได้ทาเวียนั้นเป็นกรุณาคลางไม่เต้นปนตายIchigoนั้นเกิดควอลโนเตสอบไปนั้นก็ทาIchigoก็บานเลิกได้ลังตะเลยบานเธอนี้คือพยาบาลคลางไม่เต้นโดยเคยทาIchigoนั้นก็ไอเรือรุ่นจังหายยิ่งบานใจปองได้ทาคล้วนนั้นคือบานได้จมูกนั้นทำโปรไกโดนั้นตะเลยเรื่องการระบบIchigoไว้ปนตายIchigoนั้นคือตัวไอเรือบานสอบเป็นอำเภอได้โซไรเพอร์กับบ้านเจ็บของได้ท่าโลนั่นคือใบจียิมโนเต้ก็ได้ซาตายทำโบลไกโดนั่นคือวินคือคลังเหมือนเต้นซุ่มใบตายมนุษย์ธรรมดามันไอเรือบานโนเต้ปนท้ายทางIchigoนั่นคือโนตจียิมโหดดอกก้อนนั่นคือไอเรือวิบานทัวร์ออยโซไรเพอร์นั้นคือพยาบาลคลังเหมือนเต้นทาตาหาได้เธอบานจีมนุษย์นั่นคือไอเรือบานจังตายปัดแมนเต้ทางมนุษย์นั่นคือไอเรือปั๊มร่างเอาไปทำโบลบอกไกโดได้เชียปปัวโซไรเพอร์โดยจะคลูนบานจังโดยIchigoนั่นเกิดควอลโนเต้ก้อนนั่นคือบานเตียนตกระเบิดตัวไวขึ้นจมูกหนึ่งโฮโลหนึ่งปนท้ายโดยได้ยังเดินจังคือทางมนุษย์ธรรมดานั่นเกิดอายุเนี้ยตะลือโฮโลบานโนเต้โฮโลบานไวแต่การIchigoนั่นมาได้ทำตังเย่ของได้ทาริมผลนั่นเยอะนั่นคือไอโรไอเคยหายคนใต้ชอบไปนั่งได้ระบบใส่นั่นคือระบันได้เปลี่ยนแต่มาดองได้เวียนั่นคือจีสนาได้ระบบโซไรเพอร์อะไรมันเนี่ยนั่งไอโดยเคยทำมีนวัดมีนระบบโซไรเพอร์นั่นก็ไรนั่นก็ทาโฮโลกับบานรถจะเจนปีกไรนั่งแต่มาดองคนใต้Ichigoไว้ก่อนนั่นคือปลุกบารมาปีบองเซระบบลุนคลามิเตนก็โดยซาแต่ก่อนนั่นคือไพทานี้หนึ่งตรสลาคนใต้ก็ทาโซไรเพอร์นั่นกับบานเจ็บของได้ทาเอาIchigoนั่นคือใบไพโนเตปูทาไม่ใส่นั่นมันไอสลามโนเตปูทากับเรื่องระบบนี้คือตระบานศพใจโนเตโดยโซไรเพอร์นั่นกับบานเจ็บปรับตการIchigo ปองได้ทางมูลหายได้ใบไซม์นั่นเวียนั่นคือมาเราIchigoนั่นก็โดยทางแต่Ichigoนั่นคือมีนวิญญาณพิเศษหาวิญญาณพิเศษแต่บอIchigoนั่นคือวิแต่ตีนคลางเหมือนเต้นตการปูฮอลโลตึงอ่อนหนึ่งหายมูลหายได้ฮอลโลนั่นก็ไอรอตการIchigoเคยนั่นก็โดยทางแต่Ichigoนั่นคือบานปากนี้จมูกหนึ่งพลังไม่ใช่ไม่แน่มูลนั่งไอนับเป็นได้นกใบพลังไม่ใช่ไม่แน่นั่งก็ทางวิญญาณบอกก่อนนั่นก็บานแต่ตีนจมูกไม่ใช่ไม่แน่นั่งปองได้ได้บานถวยฮอลโลนั่นก็บานทุ่มคลื่นในวิญญาณบอกIchigoนั่งไอIchigoบานกันปองได้ทางแต่นี่คือจีกมหอบอกก่อนมูลหายได้ฮอลโลนั่นคือตาไวประหารแต่การไม่ใช่ไม่แน่นั่งก็ได้ซาแต่กอดหามูลหายได้ฮอลโลนั่นคือมาวิประหารแต่การปองใส่บอกก่อนก็ได้ซาแต่กอดได้เป็นนั่นก็ทางฮอลโลนั่นก็บานใจมาดองตีเลยโดยโซได้เพิ่มกับบานเตรียมในใบจบานคณีพองได้โดยเคยแบบนี้ก็ทางIchigoก็เปิดจมูกมาคลายไม่เต้นกว่านั่นก็บานจีพองได้ทาแต่ไอ้นั่นคือจองบานคลวนเยืองแมนจังไอ้นั่นคือมาไวคณีจมูกหนึ่งเยืองมากว่านั่นบานโรตไวคณีจมูกหนึ่งใบในฮอลโลนั่งแต่มาดองบางรองหนึ่งฮอลโลนั่นคือไวประหารแต่การIchigoให้คือทางโซได้เพิ่มกับบานมาดองจบให้โดยซาแต่กว่านั่นก็บานประกาศเปลี่ยนการIchigoเนี่ยนั่นคือบานตระบุคนคลายไม่เต้นโดยใจรูกิมเนี่ยนั่นก็บานจีพองได้ทาแต่ไอ้เพื่อไว้นั่นก็ทาแต่ไอ้ก็ทาฮอลโลนั่นชอบตรำนังแมนเตเวียเกิดชอบตรำนังโนเตเวียนังสำรับแต่เริ่มลุกเซนเตียโดยนี้ก็บานโซแต่การIchigoปองได้ทาแต่ไอ้นั่นคือจังจุ้ยแต่การครูสารบักโลนได้เตให้Ichigoบานใจทาโคลนนั่นคือปฏิจังจุ้ยนี่ก็บานใจปองได้ทาคือเมนตายจมูกเดิมมวยโนเตโดยIchigoคือเราตายทั่วจีโซไรเพอร์โดยเป็นปองได้ทาIchigoคือเสียเธอคลามันเตนบนใต้ก้อนกับบานเกิดปองได้ทาก้อนคือกลัวตายซาโปรธามีปัญหาแก่อาจจะบานคณิตมวยนังฮอลโลบานโนเตให้ก้อนกับบานยกดาวปีใจโรกีนั่งอยู่มาจากแต่เลยคลูนตายมาดองตอนปีการตัวบ้านจมูกหนึ่งทำปวดบอสโซไรเพอร์ให้เกิดทาIchigoบานกาแต่เลยได้บอฮอลโลนั่งดัดเพลียมแต่มาดองบานทัวเอาโรกีนั่งก็จะไปคลามันเตนตาให้ได้บานจีIchigoนั่นคือมีทำโปรคลังจังทำแต่งตัวบานจมูกทำปวดบอกรถแต่เปียกระดานโนเตให้ก้อนท่านจะมีจมูกหนึ่งดาวทอมติดพองให้มีจมูกโซไรเพอร์นั้นคือมีดาวทอมจังโนเตให้ยังบานเคยทาIchigoบานโรตไวคณีจมูกหนึ่งฮอลโลนั่งโดยบรรจับเติมตามดาวแต่ปนอโดยบานทัวเอาเน้นคือพยาบาลคลังมันเตนในเรื่องคือการมารับแต่ระบบIchigoโดยเป็นปนนั้นปวดบอกกับบานกูดมูหนึ่งแต่การกดพองได้โดยกูดมูหนึ่งมือนั้นคือแมนกูดมือหนึ่งทอมดานโนเตคือโหลดห่อแทกกระดานหมกแต่มาดองปนใต้สลับแต่Ichigoนั่นคือจับบอกบ่าปุกบอกลวนแต่มาดองทำแต่งใหญ่พองได้ทานานาคือมาไวโกนร้านกับปงตะเกียงเจอให้ยังคือปัจจุบันเชิญโนเตก็โดยซาแต่ปูเกตังปีนั้นคือสไตล์เชิงคลังโดยขณีจังดังโกนึกเราปากขณีได้วิจัยแต่เชิงไอเราเป็นนั้นIchigoบางตัวตะการปงบอกลวนพองได้ทาแต่การีจมวยนังยูซูนึกยังไม่ตาหายบัวทายยุไม่นั้นเคยทานยิ่งคือมีระบูเป็นนั้นปงบอกIchigoบานนอมIchigoตะการเดียให้ยาบานเคยทากอดบานใหญ่พองได้ทาการไปยุไม่นั้นคือมีล้านว่าบกเตียระปูเกปนแต่มีปีนาเกนั่นคือกราปีเดชสอใหญ่ๆนั่นคือดีตะมัวโยตายมาดองปนแต่ก่อนนั่นก็ดังเรื่องหายโนเตเป็นพวกนั้นIchigoกับบานเกิดพงได้ทาปหายจีดิซาแต่เนี่ยบานบกเตียนั้นก็ทาปูเกนั่นคือพายจีรถบาดได้หายปูเกนังมอตัวกำเพาะนอเปกรอย
ก็អាចថាបានដែរហើយវានឹងគឺមិនអាចទៅរួចនោះទេដែលយប់មិញហ្នឹងគឺថាគេហ្នឹងគឺបានឃើញបិសាចហ្នឹងគឺមកកន្លែងហ្នឹងច្បាស់ណាស់រឿងក៏កាន់មកក្នុងសាលាដោយអាចារ្យម្នាក់នេះគាត់គឺមានឈ្មោះថា Orihime នេះគឺសំហៅថា Hime កុំឲ្យបាក់ហៅដោយគាត់ហ្នឹងក៏បានដែរបុកគ្នាជាមួយនឹង Ichigo ដោយអាចារ្យសក់ខ្លីម្នាក់ក៏បានមករករឿង Ichigo ផងដែរដោយប្រាប់ឲ្យ Ichigo ហ្នឹងគឺសុំទោសនាងភ្លាមក៏ប៉ុន្តែដោយសារតែ Hime នាងហ្នឹងគឺជាមនុស្សស្លូតចឹងហើយនាងក៏បានសុំទោសទៅកាន់ Ichigo វិញដែលបានធ្វើគាត់ហ្នឹងគឺភ្ញាក់ផ្អើលខ្លាំងមែនទែននៅក្នុងសាលាវិញ Ichigo ក៏បាននិយាយគ្នាជាមួយនឹងមិត្តភក្តិរបស់ខ្លួនដែលពួកគេក៏បានសួរទៅកាន់ Ichigo ផងដែរថាតើយប់មិញហ្នឹងគឺថាមានឡានដឹកតំណែងហ្នឹងក៏មកបោកផ្ទះរបស់ Ichigo មែន Ichigo បាននិយាយថាមែនហើយគាត់ហ្នឹងក៏ដឹងថារកវិធីណាដើម្បីចាប់ពួកគេមកវិញនោះទេពេលហ្នឹងស្រាប់តែឮសំឡេងនារីម្នាក់ក៏បានសួរទៅកាន់ Ichigo ថាតើឯងហ្នឹងគឺជា Kurosaki មែន Ichigo គឺភ្ញាក់ផ្អើលខ្លាំងមែនទែននៅពេលដែលងាកមកក៏បានឃើញថាហ្នឹងគឺជា Soul Reaper ម្នាក់ស្រីនឹងឯងហើយ Ichigo នេះគឺភ្ញាក់ផ្អើលខ្លាំងមែនទែនមិនត្រឹមតែហ្នឹងគឺថា Rocky ថែមតែនិយាយទៅកាន់ Ichigo ផងដែរថាចាប់ពីថ្ងៃនេះទៅគឺថាខ្លួននឹងអង្គុយតុជាមួយនឹង Ichigo ដែលបានធ្វើ Ichigo គឺមួម៉ៅខ្លាំងមែនទែនពេលហ្នឹងមិត្តភក្តិរបស់ Ichigo នៅខាងក្រោយក៏បានសួរផងដែរថាតើ Ichigo គឺមានបញ្ហាអីមែនស្គាល់គ្នាមែនហ្នឹងហើយពួកគេក៏បាននិយាយផងដែរថានាងហ្នឹងគឺសិស្សផ្ទេរឈ្មោះនោះទេដែលនាងហ្នឹងគឺមានឈ្មោះថា Kochiki ហើយឈ្មោះពិតរបស់នាងគឺជា Rocky នឹងឯងពេលហ្នឹង Rocky ក៏បាននិយាយសួរស្ដីទៅកាន់ Ichigo ប៉ុន្តែនិយាយសួរស្ដីមិនធម្មតានោះទេថែមអាដៃហ្នឹងគឺទៅសេពាក្យថាឲ្យឯងហ្នឹងបើកើតឈុតមួយហើយខ្ញុំនឹងសម្លាប់ឯងដែលបានធ្វើឲ្យ Ichigo គឺមួម៉ៅទៀតហើយ Ichigo ក៏បានសួរផងដែរថាតើនាងហ្នឹងគឺចង់មានបញ្ហាអីនៅតាមផ្លូវ Ichigo ហ្នឹងគឺនៅតែជួបគ្នាជាមួយនឹង Rocky ក៏ដោយសារតែគាត់គឺមិនយល់អំពីពាក្យរបស់ Rocky នោះទេហើយគាត់ក៏បានប្រាប់ឲ្យ Rocky ហ្នឹងគឺនិយាយពាក្យល្អជាងនឹងទៅកុំនិយាយពាក្យហ្នឹងទៀតនៅថ្ងៃក្រោយហ្នឹងគាត់ហ្នឹងក៏បាននិយាយផងដែរថាហេតុអីបានជានាងគឺនៅទីនេះហេតុអីក៏មិនទៅកន្លែង Soul Society ហ្នឹងវិញទៅពេលហ្នឹង Rocky ក៏បាននិយាយផងដែរថាឯងគឺពិតជាល្ងងខ្លាំងមែនទែនដោយដែលយើងប្រាប់ឯងចឹងគឺមានតែ Soul Reaper នោះទេទើបអាចត្រឡប់ទៅកាន់ Soul Society វិញបានប៉ុន្តែខ្ញុំនៅពេលនេះគឺមិនមានសមត្ថភាពនឹងនោះទេនិយាយចំទៅក៏ដោយសារតែ Rocky នេះគឺបានផ្ដល់ជាមួយនឹងថាមពលនឹងឲ្យទៅកាន់ Ichigo ពាក់កណ្ដាលបាត់ហើយដោយ Ichigo ក៏បាននិយាយផងដែរថាគាត់នឹងគឺអត់ដឹងអំពីរឿងទាំងអស់នេះនោះទេហើយនាងនឹងក៏បាននិយាយផងដែរថានៅពេលនេះនាងគឺនៅសល់តែតម្រង Giga នោះទេ Ichigo ក៏បានសួរផងដែរថាតើតម្រង Giga នឹងគឺជាស្អីទៅនាងបាននិយាយផងដែរថាតម្រង Giga នឹងគឺថា Soul Reaper មួយពួកគេនៅពេលដែលអស់ជាមួយនឹងថាមពលគឺនៅសល់តែតម្រង Giga តែប៉ុណ្ណោះហើយវាគឺជារូបរាងកាយបណ្ដោះអាសន្នសម្រាប់តែពេលអាសន្នតែប៉ុណ្ណោះដោយហេតុនេះគឺថានាងនឹងគឺត្រូវតែប្រើពេលយ៉ាងយូរដើម្បីធ្វើយ៉ាងណាឲ្យនាងអាចទទួលបានជាមួយនឹងថាមពលពេញលេញរបស់ខ្លួនត្រឡប់មកវិញទើបអាចខ្លាយទៅជា Soul Reaper ម្ដងទៀត Ichigo ក៏បាននិយាយផងដែរថានេះគឺជាមូលហេតុដែលមិត្តភ័ក្តិរួមថ្នាក់របស់ខ្លួនអាចមើលឃើញទៅកាន់ Rocky ហើយ Rocky បាននិយាយផងដែរថាពេលនេះខ្លួនក៏អស់អំណាចហើយមានតែ Ichigo នោះទេដែលមានជាមួយនឹងថាមពល Soul Reaper អញ្ចឹងមានតែ Ichigo នោះទេដែលធ្វើកិច្ចការងារជា Soul Reaper បន្ទាប់ពីនាងលុះត្រាតែនាងអាចទទួលបានជាមួយនឹងថាមពលរបស់នាងត្រឡប់មកវិញ Ichigo ក៏បានបដិសេធប៉ុន្តែនាងក៏បាននិយាយផងដែរថាឯងនឹងគឺគ្មានផ្លិតបដិសេធនោះទេព្រោះថាឯងនឹងទទួលបានជាមួយនឹងថាមពលរបស់ខ្ញុំហើយ Rocky ក៏បាននិយាយផងដែរថាការពីម្សិលមិញហ្នឹងឯងគឺធ្វើបានល្អខ្លាំងមែនទែនដោយ Ichigo ក៏បាននិយាយផងដែរថានោះក៏ដោយសារតែពួកគេហ្នឹងគឺបានវាយប្រហារទៅកាន់គ្រួសាររបស់ខ្ញុំហើយដើម្បីការពារខ្ញុំគឺត្រូវតែវាយប្រហារនឹងឯងប៉ុន្តែខ្ញុំហ្នឹងគឺមិនចង់វាយគ្នាពេញលេញជាមួយនឹងបិសាចហ្នឹងនោះទេតែគាត់ក៏សុំទោសទៅកាន់ Rocky ផងដែរក៏ដោយសារតែគាត់ហ្នឹងគឺធ្វើឲ្យ Rocky ហ្នឹងអស់សង្ឃឹម Rocky ក៏បានកើតវងដែរថាមើលទៅគឺគ្មានវិធីផ្សេងនោះទេនាងក៏បានពាក់ជាមួយនឹងស្រោមដៃពិសេសរបស់នាងថែមទាំងវាយពីក្រោយខ្នងរបស់ Ichigo បានធ្វើគាត់ហ្នឹងគឺខ្ទាតជាមួយនឹងព្រលឹង Soul Reaper របស់គាត់ហ្នឹងគឺចេញមកតែម្ដង Ichigo គឺភ្ញាក់ផ្អើលខ្លាំងមែនទែនក៏ដោយសារតែឃើញតែរាងកាយរបស់គាត់មួយទៀតគឺកំពុងតែគេងហើយឆ្ងល់ថាតើនាងកំពុងតែធ្វើស្អីដាក់ខ្លួនហ្នឹងហើយ Rocky ក៏បានហៅ Ichigo ឲ្យដើរជាមួយនឹងខ្លួន Ichigo បានសួរទៅកាន់ Rocky ថាតើពួកគេនឹងតាណាហ្នឹងដោយនាងបាននិយាយផងដែរថាពួកគេនឹងដើរល្បាតជុំវិញហ្នឹងហើយមានភារកិច្ចដែលត្រូវធ្វើនៅកន្លែងហ្នឹងឯងហើយនាងក៏បានចុចមើលនៅទូរស័ព្ទរបស់នាងនឹងបានឃើញសារចេញមកពី Soul Society ហើយនាងបាននិយាយផងដែរថាប្រហែលជាបិសាចហ្នឹងគឺនៅជុំវិញកន្លែងសួនច្បារហ្នឹងឯងពេលហ្នឹងគឺមាន Hollow មួយក្បាលបានតាមចាប់ជាមួយវិញ្ញាណក្មេងប្រុសម្នាក់ហើយពេលហ្នឹងផងដែរ Ichigo បំរុងនឹងទៅជួយហើយប៉ុន្តែ Rocky បាននិយាយហាមឃាត់បាននិយាយផងដែរថាហេតុនេះបានជាឯងទៅជួយគេឯងនឹងគឺឈប់ភ្លាមដោយនាងបាននិយាយផងដែរថាតែឯងនឹងគឺបានតាំងចិត្តធ្វើជា Soul Reaper ហើយមែនទេឯងដឹងទេបើសិនបើចឯងនឹងគឺជួយសង្គ្រោះទៅកាន់ក្មេងប្រុសម្នាក់នេះឯងគឺត្រូវតែជួយសង្គ្រោះទៅកាន់ព្រលឹងវិញ្ញាណផ្សេងទៀតដោយតួនាទីជា Soul Reaper ពួកគេគឺត្រូវតែជួយសង្គ្រោះទៅកាន់ព្រលឹងផ្សេងទៀតទោះបីជាខ្លួនត្រូវបានបាត់បង់ជីវិតឬមួយក៏ត្រូវលះបង់ជីវិតក៏ដោយនាងបានសួរទៅកាន់ Ichigo ថាតើឯងនឹងគឺយល់ដែរទេ Ichigo បាននិយាយផងដែរថាអត់ទេខ្ញុំមិនធ្វើដូចនាងនោះទេខ្ញុំចង់ជួយសង្គ្រោះក្មេងប្រុសម្នាក់នេះក៏ដោយសារតែខ្ញុំគឺចង់ជួយដោយដែលនាងគឺបានជួយសង្គ្រោះនៅជីវិតរបស់ខ្ញុំតែពេលនោះនាងបានគិតអំពីទូនាទីដែលជា Soul Reaper របស់ខ្លួនដែរទេ Ichigo ក៏បានសម្លាប់ទៅលើ Hollow ទាំងពីរហ្នឹងតែបញ្ជូនជាមួយនឹងព្រលឹងនៃក្មេងប្រុសម្នាក់ហ្នឹងទៅកាន់ Soul Society ទៀតផងពេលហ្នឹងនាងក៏បានទៅសើទៅកាន់ Ichigo ផងដែរថានេះគឺជាគុណស៊ូល្អខ្លាំងមែនទែនកាន់មកកាន់ព្រលឹងបរិសម្នាក់ដោយគាត់ហ្នឹងក៏បានឈរមើលជាមួយនឹង Hime ដែលជាមិត្តភក្តិរបស់ Ichigo នៅផ្ទះរបស់នាងពេលហ្នឹងចាប់ទៅមានជាមួយនឹង Hollow ពីរក្បាលមកចាប់គាត់យកទៅកន្លែងងងឹតមួយពេល
ហ្នឹងសាទមានជាមួយនឹងមេហើយលោមួយក៏បានបញ្ជាជាមួយនឹងកូនចៅរបស់ខ្លួនឲ្យជួយស្ថិតជាមួយនឹងរាងកាយរបស់គាត់បានធ្វើគាត់នឹងកើតទៅជាហូឡូមួយដែលមានជាមួយនឹងធម្មពលខ្លាំងមែនទែនកាត់មកកន្លែងសាលានេះវិញដែលរ៉ូគីកំពុងតែអានជាមួយនឹងសភៅដើម្បីរៀនជាមួយនឹងភាសាសម័យប៉ុន្តែដែលស្ដាប់ទៅវាវល់ខ្លាំងពេកអ៊ីស៊ីហ្គោនឹងគឺបានស្រែកថាឲ្យរៀងតែគាត់នឹងក៏បាននិយាយផងដែរថាវាគឺបាក់ស្ដាប់ខ្លាំងមែនទែនហើយគាត់ក៏បានសួរទៅកាន់រ៉ូគីផងដែរថាតើនាងនឹងតាមខ្ញុំដល់ណាទៀតនាងក៏បាននិយាយផងដែរថានាងនឹងតាមអ៊ីជីហ្គោលុះត្រាតែអ៊ីជីហ្គោនឹងគឺព្រមធ្វើជា rapper ពេលហ្នឹងពួកគេក៏បានឃើញថាហ៊ីមេនឹងក៏ត្រូវឡានបោកពួកគេក៏បានទៅមើលហើយក៏បានលើកនាងឲ្យឈរវិញផងដែរនាងក៏បានអរគុណក៏បានទៅវិញប៉ុន្តែមុននឹងនាងទៅវិញក៏ថារ៉ូគីនឹងក៏បានឃើញផងដែរថានៅពេលដែលឡានបុកនឹងក៏មានស្នាមដៃហូឡូមួយចាប់នៅជើងរបស់នាងដែរអញ្ចឹងវាសន្និដ្ឋានថាមានហូឡូនឹងគឺកំពុងតែតាមនាងបន្ទាប់ពីត្រឡប់មកផ្ទះវិញក៏ថាជីហ្គោគឺបានដេកជាធម្មតាប៉ុន្តែឯរ៉ូគីនាងក៏បានដេកដើម្បីតាមដានជាមួយពពួកហូឡូនឹងប៉ុន្តែស្រាប់ពេលហ្នឹងគឺថានាងក៏បានទទួលសញ្ញាអំពីពពួកហូឡូដែលកំពុងតែមកផ្ទះរបស់អ៊ីជីហ្គោនឹងឯងស្រាប់ពេលហ្នឹងគឺថានាងក៏បានចេញមកពីទូកៅតែម្ដងចំយ៉ាចែចំហើយចែជាស្រីមិនមកចូលក្នុងផ្ទះកូនកន្លោះគេមែនចង់ធ្វើអីគេមែននិយាយហ្នឹងស្រាប់តែរ៉ូគីក៏បានពាក់ជាមួយនឹងស្រោមដៃនឹងទៀតបានធ្វើជីហ្គោនឹងក៏បានប្រាប់នាងថាកុំឲ្យមកវាយគាត់ប៉ុន្តែពេលហ្នឹងគឺថានាងក៏បានរត់ទៅមាត់គាត់ម្ដាយតែម្ដងហើយគាត់ក៏បានចេញជាមួយនឹងព្រលឹងដែលជាសូរ៉េផឺរបស់គាត់ហ្នឹងស្រាប់ពេលហ្នឹងផងដែរហូឡូក៏បានចេញមកតែម្ដងហើយពួកគេក៏បានច្បាំងគ្នាបន្ទាប់ពីច្បាំងគ្នាមួយសន្ទុះដោយសារតែហូឡូនេះគឺមិនមែនជាហូឡូធម្មតាដូចជាពួកគេនឹងគឺធ្លាប់បានជួបនោះទេអញ្ចឹងវាមានផលបាក់សម្រាប់អ៊ីជីហ្គោខ្លាំងមែនទែនប៉ុន្តែបន្ទាប់ពីការប៉ះគ្នាមួយសន្ទុះគាត់ក៏អាចវាយទៅកាន់ហូឡូនឹងឲ្យប្រេះមុខមួយចំហៀងផងដែរបន្ទាប់ពីត្រូវរបួសហើយហូឡូនឹងក៏បានទៅវិញតែម្ដងហើយអ៊ីជីហ្គោក៏បានឈរភាំងតែម្នាក់ឯងក៏ដោយសារតែពេលដែលគាត់នឹងគឺបានវាយឲ្យប្រេះជាមួយនឹងស្រោមមុខរបស់ហូឡូហើយបានចេញជាមួយនឹងមុខរបស់បងប្អូនរបស់ហ៊ីមេនឹងឯងបានធ្វើឲ្យគាត់នឹងគឺពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនហើយគាត់បាននិយាយប្រាប់ទៅកាន់រ៉ូគីផងដែរថាមើលទៅមុខរបស់ហូឡូនឹងគឺដូចគ្នាទៅនឹងបងប្រុសរបស់ហ៊ីមេខ្លាំងមែនទែនរ៉ូគីបាននិយាយប្រាប់ទៅកាន់អ៊ីជីហ្គោផងដែរថាទោះបីជាគេគឺជាព្រលឹងល្អក៏ពិតមែនប៉ុន្តែបើសិនបើជាគេត្រូវបានព្រលឹងអាក្រក់លេបតបាក់ហើយគេនឹងក្លាយទៅជាព្រលឹងអាក្រក់ហើយអញ្ចឹងបានន័យថានេះគឺជាហូឡូគឺជាព្រលឹងល្អដែលជាព្រលឹងរបស់បងប្រុសរបស់ហ៊ីមេនឹងឯងប៉ុន្តែអ្វីដែលសំខាន់អ្នកដែលមានគ្រោះថ្នាក់បំផុតគឺជាហ៊ីមេនឹងឯងក៏ដោយសារតែនាងគឺត្រូវបានបងប្រុសរបស់ខ្លួននឹងគឺមករកនាងហើយមកកន្លែងហ៊ីមេវិញគឺថាពួកគេក៏បានអង្គុយស្ដាប់ជាមួយនឹងសំឡេងមួយដែលកំពុងតែស្នែកហើយរំជួយនៅផ្ទះរបស់ពួកគេតែម្ដងហើយវាគឺជាសំឡេងរបស់បងប្រុសរបស់ខ្លួននឹងឯងឃើញថាអ៊ីជីហ្គោជាមួយនឹងរ៉ូគីនឹងក៏បានធ្វើដំណើររត់ទៅកាន់ផ្ទះរបស់ហ៊ីមេដែលមូលហេតុហ្នឹងក៏ដោយសារតែហូឡូនឹងគឺកំពុងតែតម្រង់ទៅកាន់ផ្ទះរបស់ហ៊ីមេហើយរ៉ូគីក៏បាននិយាយផងដែរថាហូឡូនោះគឺជាហូឡូដែលធ្លាក់ខ្លួនអ៊ីជីហ្គោបាននិយាយផងដែរថាតើនាងគឺចង់សម្ដៅទៅលើអ្វីទៅដែលនាងបាននិយាយផងដែរថាវានឹងគឺបានកើតឡើងជាញឹកញាប់ដោយខ្លួននាងផ្ទាល់ក៏បានជួបជារឿងនឹងគឺបានច្រើនខ្លាំងមែនទែនដោយនាងក៏បាននិយាយផងដែរថាហូឡូដែលមិនត្រូវបានជ្រើសរើសដោយសមាគមព្រលឹងណាមួយនោះវាគឺមិនមានបេះដូងនោះទេដែលហេតុនេះវាគឺត្រូវតែរកជាមួយនឹងព្រលឹងដែលមានជាមួយនឹងវិញ្ញាណពិសេសប៉ុន្តែដោយសារតែពីមុនហ្នឹងគឺថាហូឡូហ្នឹងគឺមិនបានស៊ីជាមួយនឹងព្រលឹងរបស់ស៊ីហ្គោនោះទេអញ្ចឹងអ្វីដែលវាត្រូវធ្វើបន្តទៀតនោះវានឹងទៅផ្ទះនៃមនុស្សដែលវានឹងគឺស្រឡាញ់ជាទីបំផុតរ៉ូគីបាននិយាយបន្តទៀតផងដែរថាតើឯងនឹងគឺមានចាំអត់ពីមុនហ្នឹងគឺថាស្នាមដៃនៅលើជើងរបស់ហ៊ីមេនឹងគឺជាស្នាមដៃរបស់ហូឡូនឹងឯងដែលបានន័យថាវានឹងសំដៅទៅកាន់ផ្ទះរបស់ហ៊ីមេនឹងឯងកាត់មកលេហ៊ីមេជាមួយនឹងតាស៊ូគីពួកគេគឺពិតជាភ័យខ្លាចខ្លាំងមែនទែនការពិសេសតុក្កតាដែលពួកគេបានកាន់នឹងស្រាប់តែមានឈាមហើយពួកគេនឹងគឺភ្ញាក់ផ្អើលខ្លាំងមែនទែនហើយបានជាវានឹងគឺទៅជាអញ្ចឹងទៅវិញប៉ុន្តែនៅពេលហ្នឹងសារតែមានជាមួយនឹងដៃហូឡូបានទម្លុះជាមួយនឹងរាងកាយរបស់នាងដែលបានធ្វើឲ្យធ្លុះជាមួយនឹងព្រលឹងរបស់នាងចេញមកតែម្ដងតាស៊ូគីគឺបំរុងនឹងជួយប៉ុន្តែត្រូវបានហូឡូទះម្ដាយគ្នាទៅមើលកន្លែងថែមទាំងដើរសម្ដៅបំរុងនឹងទៅសម្លាប់ទៅលើតាស៊ូគីទៀតផងប៉ុន្តែស្រាប់ពេលហ្នឹងគឺថាតាស៊ូគីគឺឆ្ងល់ខ្លាំងមែនទែនថាហេតុអីបានជាខ្លួននឹងបែរជាមានឈាមអញ្ចឹងតែនេះគឺមានរឿងអ្វីកើតឡើងហ៊ីមេនៅក្នុងរាងកាយដែលជាព្រលឹងនាងគឺភ្ញាក់ផ្អើលខ្លាំងមែនទែនដើម្បីឃើញថារាងកាយរបស់នាងគឺនៅមួយផ្នែកទៀតហើយនាងក៏បានឃើញថាតាស៊ូគីបំរុងនឹងត្រូវបានហូឡូនឹងគឺសម្លាប់ហើយនាងក៏សម្រេចចិត្តទៅជួយហ៊ីមេក៏បានសួរទៅកាន់តាស៊ូគីថាតាស៊ូគីតើមានអ្វីកើតឡើងទៅប៉ុន្តែយើងបានឃើញថាហូឡូនឹងក៏បាននិយាយទៅកាន់ហ៊ីមេបាននិយាយផងដែរថាហ៊ីមេវានឹងគឺគ្មានប្រយោជន៍នោះទេគេមិនអាចស្ដាប់ពួកយើងទាំងពីរនាក់សន្និដ្ឋានគ្នាបាននោះទេហ៊ីមេក៏បាននិយាយផងដែរថាតើហេតុអីបានជាឯងនឹងគឺស្គាល់ឈ្មោះខ្ញុំចឹងដោយហូឡូនឹងក៏បាននិយាយផងដែរថាហ៊ីមេតើនាងនឹងគឺភ្លេចសំឡេងរបស់ខ្ញុំហើយមែនមើលទៅនាងគឺមិនចាំខ្ញុំនោះទេពិតជាខ្លោចចិត្តខ្លាំងមែនទែនហើយវានឹងបំរុងនឹងវិបហាទៅកាន់ហ៊ីមេហើយប៉ុន្តែពេលហ្នឹងអ៊ីជីហ្គោក៏បានមកជួយស្រាប់ពេលដែលអ៊ីជីហ្គោនឹងគឺបានជួយនឹងយើងបានឃើញថាហ៊ីមេនឹងគឺបានសួរទៅកាន់អ៊ីជីហ្គោថាតើនឹងគឺជាអ៊ីជីហ្គោមែនអ៊ីជីហ្គោភ្ញាក់ផ្អើលខ្លាំងមែនទែនថារត់ជាហ៊ីមេនឹងគឺមើលខ្លួនឃើញចឹងពេលហ្នឹងអ៊ីជីហ្គោបានស្មៃឃើញពីសម្ដីរបស់រ៉ូគីដែលបាននិយាយផងដែរថាសូរ៉េផឺគឺជាប្រភេទវិញ្ញាណចឹងហើយមានតែវិញ្ញាណផ្សេងទៀតនោះទេទៅឲ្យមើលឃើញទៅកាន់អ៊ីជីហ្គោអញ្ចឹងប្រហែលជានៅពេលនេះគេថាហ៊ីមេនឹងគឺជាវិញ្ញាណនឹងឯងពេលហ្នឹងគេថាអ៊ីជីហ្គោនឹងគឺពិតជាភាំងខ្លាំងមែនទែនបានគិតផងដែរថាតើវិញ្ញាណមែនទេអញ្ចឹងគឺបានន័យថាហ៊ីមេគឺជាវិញ្ញាណខណៈពេលហ្នឹងដូចគ្នាយើងបានឃើញថាហូឡូក៏បានចេញមកដូចគ្នាដែលបាននិយាយផងដែរថាហ៊ីមេនឹងគឺជាវិញ្ញាណនាងគឺបានស្លាប់ហើយ
ហើយដោយសារតែឃើញថាហ៊ីមេនឹងគឺត្រូវបានស្លាប់គឺថាអ៊ីជីហ្គោនឹងគឺនៅតែភាំងចឹងវាយនឹងគឺមិនចង់ចេញនោះទេតែហេតុនេះគឺថាគាត់នឹងគឺត្រូវបានហូរលុនគឺវាយខ្ទាតចេញមកក្រៅដល់ពេលហ្នឹងរូគីបានប្រាប់ទៅកាន់អ៊ីជីហ្គោនឹងឲ្យទៅវាយបន្តទៀតទៅប៉ុន្តែយើងបានឃើញថាអ៊ីជីហ្គោនឹងគឺត្រូវបានសន្លប់បាត់ហើយហ៊ីមេនឹងបានប្រាប់ទៅកាន់អ៊ីជីហ្គោនឹងគឺឲ្យរត់ចាក់ចេញពីកន្លែងហ្នឹងទៅស្រាប់ពេលដែលហូរលុនគឺបានសួរទៅកាន់ហ៊ីមេផងដែរថាហ៊ីមេតើនាងគឺភ្លេចខ្ញុំមែនដែលបានធ្វើឲ្យនាងក៏បានដឹងផងដែរថានេះគឺជាបងប្រុសរបស់ខ្លួនកាត់មកលេអ៊ីជីហ្គោវិញគាត់ក៏បានភ្ញាក់ដូចគ្នាហើយរូគីបានសួរផងដែរថាតើមានត្រូវអីអត់គាត់បាននិយាយផងដែរថាគាត់នឹងគឺអត់អីនោះទេដោយនាងបាននិយាយផងដែរថាហូឡូនឹងគឺជាបងប្រុសរបស់ហ៊ីមេនឹងឯងហើយគាត់នឹងគឺជាបិសាចអញ្ចឹងគួរតែសម្លាប់គាត់ទៅកាត់មកលេហ៊ីមេវិញនាងក៏បានសួរទៅកាន់បិសាចហូឡូនឹងថាតើឯងគឺពិតជាបងប្រុសរបស់ខ្ញុំមែនទេបិសាចនឹងក៏បាននិយាយផងដែរថាមែនហើយដោយនាងបាននិយាយផងដែរថាឯងនឹងគឺនិយាយកុហកបងប្រុសរបស់ខ្ញុំគឺមិនដែលធ្វើទង្វើដូចជាឯងនោះទេវិស័យនឹងក៏បាននិយាយផងដែរថាដោយសារតែខ្លួននឹងគឺឯកោនាងគឺបានភ្លេចខ្ញុំបន្តិចម្ដងនៅពេលដែលខ្ញុំបានស្លាប់នាងគឺបានអធិដ្ឋានឲ្យខ្ញុំក៏បានមើលនាងនៅពេលដែលនាងបានអធិដ្ឋានឲ្យខ្ញុំដូចគ្នាហើយបន្ទាប់ពីនាងគឺបានជួបគ្នាជាមួយនឹងមិត្តស្រីរបស់នាងម្នាក់នោះការអធិដ្ឋានឲ្យខ្ញុំគឺការតែតិចទៅបន្ទាប់ពីនាងបានរៀនវិទ្យាល័យការអធិដ្ឋានឲ្យខ្ញុំទាំងអស់គឺវាគឺត្រូវបានជប់ទាំងស្រុងនោះហើយគឺជាមូលហេតុដែលខ្ញុំនឹងគឺឯកោខ្លាំងមែនទែនហូឡូបាននិយាយបន្តទៀតផងដែរថាគឺមានតែការស្លាប់ប៉ុណ្ណោះទៅបានជាគាត់នឹងគឺលែងឯកាហើយវាគឺមិនចំណាយពេលយូរនោះទេគ្រាន់តែបញ្ចប់ជាមួយនឹង Soul Rapper ម្នាក់នោះនឹងលេបគេចូលក្នុងពោះហើយវានឹងបញ្ចប់នៅរឿងអ្វីទាំងអស់ឆាប់ៗនៅទីនេះនាងក៏បាននិយាយផងដែរថាបងប្រុសកុំធ្វើបាបទៅកាន់គាត់ទៀតអីអ៊ីជីហ្គោគឺមិនពាក់ព័ន្ធនឹងរឿងនេះនោះទេប៉ុន្តែគាត់ក៏បាននិយាយផងដែរថាឲ្យនាងគឺបិទមាត់ទៅហូឡូហ្នឹងក៏បាននិយាយផងដែរថាតែណាទៅដែលធ្វើយើងនេះគឺធ្លាក់មកក្នុងសភាពបែបនេះគឺគ្មានអ្នកណាទេគឺក្រៅពីនាងអញ្ចឹងយើងនឹងសម្លាប់នាងមុនពេលដែលយើងនេះគឺសម្លាប់ទៅកាន់អ៊ីជីហ្គោហើយបិសាចហ្នឹងក៏បានចម្បាច់ទៅកាន់ហ៊ីមេដែលនាងគឺស្ទើរតែដាច់ខ្យល់ហើយប៉ុន្តែអ៊ីជីហ្គោហ្នឹងក៏បានមកដល់ក្នុងគណៈហ្នឹងពួកគេទាំងពីរក៏បានច្បាំងគ្នាដោយអ៊ីជីហ្គោក៏បានកាត់ទៅលើដៃបិសាចហូឡូហ្នឹងដាច់មួយចំហៀងផងដែរអ៊ីជីហ្គោក៏បាននិយាយផងដែរថាតែឯងដឹងអត់ថាហេតុអីទៅបានជាបងប្រុសគឺត្រូវតែកើតមុនប្អូនប្រុសនិងប្អូនស្រីមូលហេតុនោះក៏ដោយសារតែគេគឺត្រូវតែការពារទៅលើបងប្រុសស្រីដែលគេនឹងគឺត្រូវការពារមិនមែនឲ្យមកវិបហាទៅលើបងខ្លួនឯងចឹងនោះទេពេលហ្នឹងរូគីក៏បានមកដល់កន្លែងហ្នឹងផងដែរដោយបិសាចហូឡូបាននិយាយផងដែរថាទាំងនេះគឺជាការគម្រាមកំហែងតែប៉ុណ្ណោះអ៊ីជីហ្គោបាននិយាយផងដែរថាឯងនឹងគឺគ្មានសិទ្ធិនិយាយបែបនេះនោះទេបិសាចហ្នឹងក៏បាននិយាយផងដែរថាឯងហ្នឹងក៏គ្មានសិទ្ធិនិយាយដែរនាងគឺជាប្អូនស្រីរបស់យើងគឺបានការពារនាងតាំងពីនាងនៅក្មេងមកម្លេះតែពីនាងមានអាយុ3ឆ្នាំហើយយើងគឺបានការពារនាងចាប់ពីពេលនោះមកតាំងពីឪពុកម្ដាយរបស់ពួកគេគឺបានបោះបង់គេចោលថ្ងៃហ្នឹងក៏បានហៅទៅកាន់ហ៊ីមេដែលបាននិយាយផងដែរថាគាត់មកនេះគឺដើម្បីយកនាងទៅបើសិនបើជានាងយកស្រោតាមខ្លួនក៏មិនវិបហាទៅកាន់អ្នកផ្សេងដែរហូឡូហ្នឹងក៏បានឃើញជាមួយនឹងបូនៅអេសៀននៅក្បាលរបស់ហ៊ីមេហើយក៏បានបាតកម្មតែម្ដងដល់មូលហេតុនោះក៏ដោយសារតែបូមួយនេះឯងដែលជាអនុស្សាវរីយ៍ដែលគាត់បានឲ្យទៅកាន់ហ៊ីមេស្របពេលដែលវិស័យហ្នឹងគឺមិនអាចគ្រប់គ្រងជាមួយនឹងអារម្មណ៍បានក៏បានរត់ទៅវិបហាទៅកាន់ពួកគេប៉ុន្តែអ៊ីជីហ្គោក៏បានទប់ទល់ជាប់ពេលហ្នឹងពួកគេក៏បានរត់ទៅវាយគ្នានៅខាងក្រៅហើយវិស័យហ្នឹងក៏បានប្រុសពឹសទៅលើដៃរបស់អ៊ីជីហ្គោដែលបានធ្វើអ៊ីជីហ្គោហ្នឹងគឺមិនអាចកាន់ដាវបាននោះទេហើយវាក៏បានវត្តមួយកន្ទុយដែលបានធ្វើអ៊ីជីហ្គោធ្លាក់មកដល់ដីទៀតផងស្របពេលហ្នឹងហូឡូហ្នឹងក៏បានរត់ទៅវិបហាទៅកាន់អ៊ីជីហ្គោប៉ុន្តែហ៊ីមេហ្នឹងក៏បានទៅរងជាប់ហើយគាត់ហ្នឹងក៏បានខាំទៅកាន់ហ៊ីមេដូចគ្នាហ៊ីមេបាននិយាយផងដែរថាឲ្យនាងគឺសុំទោសផងកំហុសគ្រប់យ៉ាងក៏ដោយសារតែនាងគឺបានហាមឃាត់បងប្រុសរបស់នាងគឺមិនឲ្យទៅណាស្របពេលនេះគឺថានាងគឺតែងតែមានអារម្មណ៍ថាបងប្រុសរបស់ខ្លួនគឺតែងតែនៅក្បែរខ្លួនជានិច្ចស្របពេលដែលនាងគឺកំពុងតែឡានបុកប៉ុន្តែបងប្រុសរបស់នាងក៏បានចាប់ជើងរបស់នាងមិនឲ្យឡានបុកនោះទេហើយនេះហើយគឺជាមូលហេតុដែលនាងមានអារម្មណ៍ថាបងប្រុសរបស់ខ្លួនគឺតែងតែនៅក្បែរខ្លួនដោយនាងគឺសង្ឃឹមថាបងប្រុសរបស់នាងនឹងអត់ទោសឲ្យនាងប៉ុន្តែនាងគឺមានអារម្មណ៍ថានាងគឺលែងត្រូវការបងប្រុសទៀតហើយមិនចាំបាច់បងប្រុសនឹងនៅការពារទៀតនោះទេហើយបងប្រុសក៏មិនចាំបាច់ទៅណាចោលនាងដូចគ្នាហើយដោយសារតែនាងទៅបានជាធ្វើឲ្យបងប្រុសគឺកាន់តែឯកោនិងសោកសៅហើយពេលនោះផងដែរហូឡូហ្នឹងក៏បានប្រែរូបរាងដែលបានធ្វើឲ្យវានឹងគឺបានបាត់ជាមួយនឹងស្រោមមុខថែមទាំងចេញនៅមុខពិតរបស់ខ្លួនដែលជាបងប្រុសរបស់ហ៊ីមេនឹងឯងពេលហ្នឹងក៏ថាអ៊ីជីអូគឺឆ្ងល់ខ្លាំងមែនទែនហើយដែលបានជាបិសាចហ្នឹងគឺវាអាចគ្រប់គ្រងជាមួយនឹងរាងកាយបានអញ្ចឹងដល់ពេលហ្នឹងក៏ថារូគីបាននិយាយបងដែរថាបិសាចនេះវាមិនបានខ្លាយទៅជាហូឡូដោយខ្លួនឯងនោះទេគ្រាន់តែថាវាហ្នឹងគឺត្រូវបានគេហ្នឹងគឺចាប់យកទៅបង្កើតទៅជាហូឡូតែប៉ុណ្ណោះដែលនាងបាននិយាយបន្តទៀតផងដែរថាប្រឹងរបស់គាត់គឺត្រូវបានលេបទៅបាក់ទៅដោយពួកហូឡូហើយពួកហូឡូម្យ៉ាងវិញទៀតពួកគេនឹងលេបទៅបាក់គាត់បន្តទៀតដើម្បីទទួលបានជាមួយនឹងថាមពលខ្លាំងបន្តទៀតអញ្ចឹងបើបានន័យថានៅពេលនេះគាត់កំពុងតែប្រឆាំងគ្នាជាមួយនឹង Hollow ដែលនៅក្នុងខ្លួនរបស់គាត់ពេលហ្នឹង Rocky បាននិយាយផងដែរថារំញោមបេះដូងរបស់ Hime គឺវាពាក់ព័ន្ធជាមួយនឹងការទំនាក់ទំនងអញ្ចឹងនាងគឺមិនបានស្លាប់នោះទេហើយនាងក៏បានប្រើជាមួយថាមពលរបស់នាងដើម្បីព្យាបាលទៅកាន់ Hime ផងដែរពេលនេះបានព្យាបាលទៅកាន់ Hime Ichigo គឺបានសួរទៅកាន់ Hollow នឹងថាតើឯងនឹងគឺបានផ្ដល់ឲ្យជាមួយនឹងកាដូមួយនឹងឲ្យទៅកាន់នាងមែនទេ
ដោយនាងនឹងគឺពិតជាពាក់វាយូរខ្លាំងណាស់អញ្ចឹងបានន័យថានាងគឺនៅតែរំលឹកពីឯងមិនមែននាងគឺបានបំភ្លេចឯងនោះទេដោយលើនេះគឺថាការីហេមេគឺពិតជាសប្បាយចិត្តខ្លាំងមែនទែនដោយគេក៏បានដកជាមួយនឹងដារបស់ Ichigo ដើម្បីសម្លាប់ខ្លួនតែម្ដងដោយ Ichigo បាននិយាយផងដែរថាអេតើឯងនឹងគឺពងធ្វើអីហ្នឹងឯងគឺត្រូវតែចាំនាងសិនពេលហ្នឹង Ruki ក៏បាននិយាយផងដែរថា Ichigo ឯងនឹងគឺកូនខត់គេឲ្យសោះឯដឹងទេនៅពេលដែល Hollow គឺព្រមបញ្ឈប់ជាមួយនឹងទង្វើរបស់ខ្លួននោះហើយគឺជាពេលមួយដែលគេនឹងគឺអាចធ្វើឲ្យខ្លួនរបស់គេចូលទៅកាន់ Soul Society បាននោះហើយគឺជាមូលហេតុដែលគេនឹងគឺបង្កើតជាមួយនឹង Soul Reaper មកពេលហ្នឹងផងដែរគឺថាគេបំរុងនឹងសម្លាប់ទៅកាន់ខ្លួននៃប៉ុន្តែពេលហ្នឹងគឺថា Hime ក៏បានភ្ញាក់ឡើងតាមទាំងគាត់ទៅកាន់បងប្រុសរបស់ខ្លួនដែលនាងក៏បាននិយាយផងដែរថាបងប្រុសតែបងចាំទេថាបងមួយនោះគឺបងបានទិញមកឲ្យខ្ញុំស្របពេលដែលពួកយើងគឺបានឆ្លោះគ្នាតែពេលហ្នឹងបងនៅចាំដែរទេហើយវាក៏ជាពេលមួយដែលបងគឺនៅរស់រានមានជីវិតជាលើកចុងក្រោយផងដែរហើយខ្ញុំគឺមាននិយាយប្រាប់ទៅកាន់បងប្រុសនោះទេក្រៅពីការនិយាយថាវាគឺនៅមានពេលវេលាល្អច្រើនទៀតដោយ Hollow មួយនោះក៏បានសម្រេចចិត្តបញ្ចប់នៅជីវិតរបស់ខ្លួនតែម្ដងស្អែកឡើងក៏បានផ្ដាល់ដែលយើងបានឃើញថា Hime ក៏បានយកមួយរឿងទាំងអស់នេះយកទៅនិយាយប្រាប់កាន់សិស្សនៅក្នុងសាលាហើយ Ichigo ជាមួយនឹង Ruki នេះគឺភ្ញាក់ផ្អើលខ្លាំងមែនទែនដល់ពេលហ្នឹងផងដែរគឺថា Ruki ក៏បានទៅចាត់ការទៅកាន់ពួកគេទាំងអស់គ្នាតែម្ដងដោយនាងក៏បានលុបលាងការចងចាំនៅ Hime នឹងមិនឲ្យចងចាំទៀតនោះទេពេលហ្នឹង Ichigo បាននិយាយផងដែរថាប្រហែលជាពេលមុនហ្នឹងនាងបានប្រើវាទៅកាន់គ្រូសាស្ត្ររបស់ខ្ញុំដូចគ្នាហើយពេលហ្នឹងផងដែរគាត់បាននិយាយផងដែរថាគាត់គឺមិនទាន់ត្រៀមខ្លួននោះទេនាងក៏បានសួរថាត្រៀមខ្លួនអីទៅគាត់បាននិយាយផងដែរថាខ្ញុំគឺមិនទាន់ត្រៀមខ្លួនធ្វើជា Soul Reaper នោះទេ Ichigo បាននិយាយបន្តទៀតមកដែរថាគាត់គឺមិនអាចលះបង់ជីវិតដើម្បីជួយទៅកាន់អ្នកណាម្នាក់នោះទេដែលមិនសមជាមួយនឹងតួនាទីជា Soul Reaper នោះទេប៉ុន្តែគាត់គឺមិនមែនជាសម្រាមដែលទុកមនុស្សម្នាក់ចោលហើយមិនជួយនោះទេប៉ុន្តែគាត់គឺសុំទោសផងគាត់មិនអាចធ្វើជាមួយនឹងតួនាទីជា Soul Reaper បាននោះទេបន្តនៅសាច់រឿងយើងក៏បានឃើញថាបរិប3នាក់កំពុងតែអង្គុយនិយាយគ្នាដែលវាក៏មានវត្តមានរបស់សាដូផងដែរដែលពួកគេក៏បាននិយាយគ្នាពាក់ព័ន្ធជាមួយនឹងអសេមួយក្បាលដែលជាប់ជាមួយនឹងបណ្ដាសាផងដែរស្របពេលហ្នឹងមិនដឹងថាមានជាមួយនឹងរឿងអ្វីនោះទេទើបបានជាធ្វើឲ្យដៃមួយក៏បានធ្លាក់មកពីលើអគារប៉ុន្តែអាចបានត្រូវពួកគេនោះទេក៏ដោយសារតែសាដូហ្នឹងក៏បានរងជាមួយនឹងដៃមួយហ្នឹងកាត់មកឡើងងងឹតមួយដែលយើងបានឃើញផងដែរថាសំឡេងមួយក៏បាននិយាយថាយើងនឹងបន្តលើកត្របាក់ដើម្បីបំពេញនៅភាពទទេនៃអត្តភាពរបស់យើងដែលយើងក៏បានដឹងផងដែរថាវាគឺជាការនិយាយរបស់ Hollow មួយក្បាលដែលកំពុងតែនិយាយហើយយើងដឹងថា Hollow ហ្នឹងគឺខ្លាំងប៉ុណ្ណានោះទេកាត់មកឡើង Ichigo វិញដែលគាត់នឹងគឺភ្ញាក់ផ្អើលខ្លាំងមែនទែនក៏ដោយសារតែគាត់នឹងគឺបានទៅរបួសប៉ុន្តែឥឡូវនេះគឺថាបែរជាក្នុងរយៈពេលត្រឹមតែមួយថ្ងៃនោះទេស្របពេលហ្នឹង Ruki ក៏បានបើកជាមួយនឹងកំប៉ុងទឹកដោះគោប៉ុន្តែក៏ដោយសារតែនាងគឺជាយមទូតអញ្ចឹងគឺអត់ចេះពីរបៀបបើកនោះទេហើយនាងក៏បានសុំពឹងវាពី Ichigo ផងដែរ Ichigo គឺឆ្ងល់ខ្លាំងមែនទែនស្របពេលដែលពួកគេកំពុងតែនិយាយគ្នាស្រាប់តែមានមិត្តភក្តិរបស់ Ichigo ម្នាក់ក៏បានមកឃើញតាមតែនិយាយផងដែរថាមើលទៅ Ichigo ហ្នឹងក៏ប្រហែលជាមានជាមួយនឹងមិត្តស្រីម្នាក់ទៀតហើយគេគឺពិតជាអរខ្លាំងមែនទែនស្រាប់ពេលហ្នឹងសាដូក៏បានមកដល់ដែលបានធ្វើម្នាក់គឺភ្ញាក់ផ្អើលខ្លាំងមែនទែនក៏ដោយសារតែសាដូនៅពេលហ្នឹងគឺសុទ្ធតែលបួសពេញខ្លួនតែម្ដងហើយពួកគេក៏បានសួរទៅកាន់សាដូថាតើសាដូនឹងកាត់អីដែរហើយសាដូក៏បាននិយាយផងដែរថាមុនហ្នឹងគាត់នឹងគឺត្រូវបានដៃនឹងធ្លាក់ទៅលើក្បាលប៉ុន្តែនៅតាមផ្លូវដែលគាត់ដើរមកវិញហ្នឹងគឺត្រូវបានម៉ូតូបោកទៀតផងក៏ប៉ុន្តែអ្នកដែលត្រូវលបួសហ្នឹងគឺមិនមែនជាគាត់នោះទេព្រោះថាសាដូហ្នឹងគឺមានរាងកាយរឹងមាំខ្លាំងមែនទែនចឹងហើយគាត់ហ្នឹងគឺអត់សូវត្រូវលបួសធ្ងន់នោះទេប៉ុន្តែអ្នកបានជិះម៉ូតូហ្នឹងគឺត្រូវសង្គ្រោះបន្ទាន់ក៏ប៉ុន្តែនៅពេលដែលគាត់មកហ្នឹងក៏បានយកជាមួយនឹងសេកមួយក្បាលហ្នឹងមកតាមផងដែរគ្រាន់តែសេកមួយក្បាលហ្នឹងនិយាយសួរស្ដីទៅកាន់ពួកគេដែលវាក៏បានធ្វើឲ្យ Ichigo ជាមួយនឹង Ruki គឺមានអារម្មណ៍ចម្លែកខ្លាំងមែនទែនដោយបែបនេះ Ichigo ក៏បានសួរទៅកាន់សាដូផងដែរថាតើសេកហ្នឹងសាដូហ្នឹងគឺទទួលបានមកពីណាសាដូគឺអត់ចង់និយាយច្រើននោះទេគាត់នឹងគឺគ្រាន់តែប្រាប់ថាគាត់នឹងគឺទទួលបានមកពីអ្នកផ្សេងតែប៉ុណ្ណោះ Ruki ក៏បានប្រាប់ផងដែរថាវានឹងគឺមិនឯនោះទេទោះបីជាសេកហ្នឹងគឺមាននៅបណ្ដាសាក៏ពិតមែនប៉ុន្តែប្រហែលជាវាគឺមិនធ្ងន់ធ្ងរប្រហែលនោះទេប្រហែលគ្រាន់តែជាបលឹងឯកាមួយតែប៉ុណ្ណោះ Ruki គឺឆ្ងល់ខ្លាំងមែនទែនក៏ដោយសារតែ Ichigo គឺព្រួយបារម្ភពីសាដូខ្លាំងមែនទែនហើយរឿងក៏បានប្រាប់ថាហេតុអ្វីទៅបានជា Ichigo នឹងគឺបារម្ភពីសាដូបែបនេះនៅពេលដែល Ichigo គឺនៅរៀនថ្នាក់ទី8យើងក៏បានឃើញថាគាត់គឺបានវាយគ្នាជាមួយនឹងក្មេងពីមួយក្រុមប៉ុន្តែស្របពេលហ្នឹងត្រូវតែមានបរិសម្នាក់ក៏បានមកជួយទៅកាន់គាត់ដែលហ្នឹងគឺជាសាដូនឹងឯងប៉ុន្តែគាត់គឺមិនមកជួយវាយពួកអស់ហ្នឹងនោះទេគេថាគាត់គឺមិនចោលឲ្យពួកហ្នឹងវាយគាត់វិញហើយបើទោះបីជាគាត់ហ្នឹងគឺត្រូវបានគេវាយជាច្រើនដៃក៏ដោយសាដូហ្នឹងគឺអត់អីនោះទេក៏ដោយសារតែគាត់គឺមានរាងកាយរឹងមាំតាំងពីក្មេងមកម្លេះចឹងហើយដែលបានវាយគាត់គឺត្រូវបានហត់ហើយពួកគេក៏ឈប់វាយចឹងទៅពេលស្អីឡើងក៏បានមកដល់ Ichigo ក៏បានទៅផ្ទះរបស់គាត់ជាធម្មតាប៉ុន្តែគាត់ក៏បានឃើញមកដែរថាគ្រូសាស្ត្ររបស់គាត់គឺដូចជាបញ្ញាខ្លាំងមែនទែននៅពេលដែលគាត់បានសួរទៅកាន់ឪពុករបស់គាត់ទៅបានដឹងផងដែរថាគឺមានអ្នកជំងឺម្នាក់គឺត្រូវបានគ្រោះថ្នាក់ចរាចរណ៍ហើយនៅពេលដែលគាត់ទៅមើលក៏បានដឹងផងដែរថា
នឹងគឺជាសាដូនឹងឯងស្រាប់ពេលដែលខារីនគឺបានដើរកាន់នៅកូនសេកដែលជាប់នៅបណ្ដាសាហ្នឹងនាងក៏បានចាប់អារម្មណ៍ផងដែរថាវានឹងគឺដូចជាចម្លែកខ្លាំងមែនទែនដល់ពេលដែលឃើញរបួសរបស់សាដូនៅពីក្រោយខ្នងដែលបានធ្វើឲ្យពុករបស់អ៊ីជីហ្គោគឺឆ្ងល់ខ្លាំងមែនទែនថាមិនគិតថាវានឹងគឺធ្ងន់ធ្ងរបែបនេះតតែសោះប៉ុន្តែសាដូគឺបាននិយាយផងដែរថាគាត់នឹងគឺមិនអីនោះទេហើយគាត់ក៏បានដើរចាក់ចេញប៉ុន្តែគឺត្រូវបានដួលសន្លប់នៅកន្លែងហ្នឹងតែម្ដងអ៊ីជីហ្គោក៏បានយករឿងនេះយកទៅនិយាយប្រាប់ទៅកាន់រូគីដោយរូគីក៏បាននិយាយផងដែរថាវាគឺជាទង្វើរបស់ព្រលឹងអាក្រក់នឹងឯងចំណែកបងស្រីខារីនរបស់អ៊ីជីហ្គោវិញនាងក៏បានចាប់អារម្មណ៍ជាមួយនឹងសេកមួយនឹងដោយហេតុនេះនាងក៏គេមិនលក់ដូចគ្នាស្អែកឡើងក៏មកដល់ឪពុករបស់អ៊ីជីហ្គោក៏បានមកនិយាយប្រាប់ទៅកាន់អ៊ីជីហ្គោថាសាដូនឹងគឺបានរត់ចាក់ចេញពីកន្លែងមន្ទីរពេទ្យហើយដល់ពេលនេះអ៊ីជីហ្គោនិងរូគីក៏បានអុកគ្នាបែកផ្លូវគ្នាដើម្បីដើររកសាដូប៉ុន្តែពួកគេរកយ៉ាងណាក៏រកមិនឃើញនោះទេដល់ពេលនេះគឺថារូគីបាននិយាយប្រាប់ទៅកាន់អ៊ីជីហ្គោបន្តទៀតហើយថាពួកបលឹងអាក្រក់ហ្នឹងដល់ពេលដែលវាលាក់ខ្លួនគឺពិបាករកខ្លាំងមែនទែនរវាងទីក្រុងបលឹងជាមួយនឹងឋានមនុស្សគឺមានកន្លែងមួយតែថាពួកបលឹងអាក្រក់ហ្នឹងនៅពេលដែលវាចាប់បលឹងហើយវានឹងទៅលាក់ខ្លួននៅទីនោះដែលពួកគេពិបាករកខ្លាំងមែនទែនដល់ពេលហ្នឹងគឺថាអ៊ីជីហ្គោក៏បាននឹកឃើញអំពីសេកដែលត្រូវបណ្ដាសារបស់សាដូដែលហើយនេះគាត់ក៏បានរកបាននៅគំនិតមួយគាត់ក៏បានប្រមូលផ្ដុំជាមួយនឹងតាមពលរបស់គាត់ដើម្បីស្វែងរកនៅសេកមួយនោះដោយគ្នានេះគឺថារូគីក៏បានខាត់ថាវានឹងគឺមិនអាចទៅរួចនោះទេប៉ុន្តែអ៊ីជីហ្គោគឺមិនស្ដាប់នោះទេគាត់បានប្រើជាមួយនឹងតាមពលរបស់គាត់បង្កើតបានទៅជាកណាត់សជាច្រើនហើយគាត់បានចាប់បានជាមួយនឹងកណាត់មួយនឹងដឹងផងដែរថាសេកនោះគឺនៅកន្លែងនឹងឯងបន្ទាប់ពីអ៊ីជីហ្គោគឺបានរត់ទៅរកសេកមួយនោះគឺថារូគីគឺភ្ញាក់ផ្អើលខ្លាំងមែនទែនព្រោះថាមិនមានអ្នកណាអាចធ្វើបែបនេះក្នុងរយៈពេលខ្លីបាននោះទេហើយវាត្រឹមរយៈពេលខ្លីតែប៉ុណ្ណោះដែលអ៊ីជីហ្គោនឹងគឺរីកចម្រើនលឿនបែបនេះព្រោះថាមានតែសូរ៉េភើកម្រិតខ្ពស់តែប៉ុណ្ណោះទើបអាចធ្វើបែបនេះបានកាត់មកកន្លែងសាដូវិញគាត់បាននាំកូនសេកដើម្បីមកលាក់ខ្លួននៅកន្លែងមួយហើយស្របពេលហ្នឹងបិសាចអាក្រក់ក៏បានមកដល់ទីដែរថែមទាំងលោកក៏ទ្រពទៅកាន់សាដូប៉ុន្តែគាត់នឹងក៏បានរត់គេចបន្តទៀតហើយដោយសារតែគាត់គឺបានដឹងថានេះគឺជាបលឹងអាក្រក់ប៉ុន្តែគាត់គឺមិនអាចមើលឃើញនោះទេអញ្ចឹងគឺមានតែរត់គេចនោះទេស្របពេលហ្នឹងអ៊ីជីហ្គោនិងរូគីក៏បានរត់ទៅជួបគ្នាជាមួយនឹងសាដូប៉ុន្តែសាដូនឹងគឺបានងាកក្រោយនោះទេនៅតែបន្តរត់ទៀតក៏ដោយសារតែគាត់នឹងគឺព្រួយបារម្ភពីកូនសេកព្រោះថាបិសាចហ្នឹងកំពុងតែរត់មកវិបាទៅកាន់គាត់ហើយប៉ុន្តែពេលហ្នឹងខៃរិនក៏បានមកជួបគ្នាជាមួយនឹងអ៊ីជីហ្គោនៅកន្លែងហ្នឹងដូចគ្នានៅក្នុងស្ថានភាពបែបនេះគឺថាអ៊ីជីហ្គោគឺពិបាកសម្រេចចិត្តខ្លាំងមែនទែនក៏ដោយសារតែប្អូនស្រីរបស់គាត់ក៏បានដួលស្លាប់នៅកន្លែងហ្នឹងនិងទី1គឺជាមិត្តភ័ក្តិនិងទី2គឺជាប្អូនស្រីរបស់ខ្លួនដែលគាត់គឺមិនដឹងថាគួរតែជួយមួយណានោះទេដោយគេនេះគឺថារូគីក៏បានបែងចែកឲ្យអ៊ីជីហ្គោហ្នឹងគឺជួយប្អូនស្រីរបស់ខ្លួនទៅហើយខ្លួននឹងបន្តរត់តាមសាដូបន្តទៀតតាមផ្លូវខៃរិនក៏បាននិយាយប្រាប់ទៅកាន់អ៊ីជីហ្គោផងដែរថានាងនឹងគឺបានមើលឃើញនៅអតីតកាលរបស់កូនសេកដោយហេតុនេះនាងគឺបានឃើញថាប្លង់កូនសេកមួយហ្នឹងគឺជាក្មេងប្រុសហើយនាងគឺបានឃើញថាម្ដាយរបស់កូនសេកហ្នឹងគឺត្រូវបានគេសម្លាប់នៅភ្នែករបស់នាងតែម្ដងចឹងហើយនាងក៏បានយំនិងបាននិយាយប្រាប់ទៅកាន់អ៊ីជីហ្គោហ្នឹងឲ្យជួយទៅកាន់កូនសេកហ្នឹងផងកាត់មកកន្លែងរូគីវិញនាងក៏បានមកជួបគ្នាជាមួយនឹងហូឡូមួយក្បាលហើយវាក៏បាននិយាយផងដែរថាក្លិនរបស់រូគីហ្នឹងគឺពិតជាក្អប់ខ្លាំងមែនទែនដោយហេតុនេះវាគឺចង់លេបនៅប្លង់របស់នាងក៏ប៉ុន្តែក៏ដោយសារតែនាងក៏អាចមើលឃើញនៅប្លង់អាក្រក់ចឹងហើយនាងក៏បានកិច្ចបានភ្លាមតែម្ដងដោយវាក៏បានធ្វើឲ្យហូឡូហ្នឹងក៏បានដឹងផងដែរថារូគីក៏អាចមើលខ្លួនឃើញដោយហូឡូគឺមិនតបាននិយាយផុតពីមាត់ផងស្រាប់តែរូគីក៏បានលោតទៅដាក់បាច់ជង្គង់តែម្ដងថែមទាំងថែមមួយស្គីលពីលើទៀតផងប៉ុន្តែដោយសារតែធម្មពលរបស់នេះគឺមិនតបានត្រឡប់មកវិញវាគឺមិនមានប្រសិទ្ធភាពទៅលើហូឡូនឹងនោះទេកាន់មកកន្លែងសាដូវិញកូនសេកបានប្រាប់ទៅកាន់សាដូផងដែរថារូគីនឹងគឺត្រូវបានហូឡូនឹងគឺវាបះហើយដោយសាដូក៏បានសម្រេចចិត្តទៅជួយនាងប៉ុន្តែដល់ឃើញថាវាមិនសុវត្ថិភាពសម្រាប់កូនសេកគាត់ក៏បានលើកកូនសេកនឹងយកទៅដាក់ពីលើវិញបន្ទាប់ពីសាដូគឺបានរត់ចាក់ចេញពីកន្លែងហ្នឹងដោយកូនសេកគឺមិនទាន់និយាយចប់នោះទេដោយសារតែសាដូនឹងគឺមិនអាចមើលឃើញនៅហូឡូនឹងនោះទេកាន់មកកន្លែងរូគីវិញគឺថាហូឡូក៏បានដឹងផងដែរថារូគីគឺជាយមទូតដោយហេតុនេះគេក៏បាននិយាយផងដែរថាគេគឺបានសម្លាប់ទៅលើយមទូតចំនួន2នាក់ដែលមានចិត្តចង់ជួយទៅលើបលឹងក្មេងប្រុសម្នាក់ដែលនៅក្នុងកូនសេកនឹងកាន់មកកន្លែងអ៊ីជីហ្គោវិញដោយខៃរិនក៏បាននិយាយប្រាប់ទៅកាន់អ៊ីជីហ្គោផងដែរថាឲ្យអ៊ីជីហ្គោនឹងគឺជួយទៅកាន់បលឹងក្មេងប្រុសម្នាក់នោះផងដើម្បីគេនឹងគឺបានទៅកាន់សុគតិភពជួបជាមួយនឹងម្ដាយរបស់គេបន្ទាប់មកគេនឹងលេងឯកាទៀតហើយដោយអ៊ីជីហ្គោហ្នឹងក៏យល់ព្រមផងដែរបានឃើញថាអ៊ីជីហ្គោបានរត់សម្ដៅទៅកន្លែងរូគីដែលមូលហេតុគឺដើម្បីជួយសង្គ្រោះទៅកាន់កូនស្រីនឹងឯងដែលមូលហេតុក៏ដោយសារតែគាត់គឺមិនចង់ឲ្យប្អូនស្រីរបស់គាត់យំបន្តទៀតនោះទេដោយប្អូនស្រីស៊ូយូរបស់អ៊ីជីហ្គោនាងគឺពូកែយំច្រើនហើយពូកែអន់ចិត្តច្រើនហើយនាងក៏មិនមានជាមួយនឹងភាពក្លាហាននោះទេដោយហេតុនេះនាងគឺបានត្រឹមតែធ្វើការងារផ្ទះនិងធ្វើអ្វីតាមធម្មតាតែប៉ុណ្ណោះប៉ុន្តែចំណែកឯប្អូនស្រីខៃរិនដែលជាប្អូនស្រីកណ្ដាលរបស់គាត់គឺមិនចេះយំនោះទេដែលមូលហេតុក៏ដោយសារតែផុតពីម្ដាយរបស់នាងទៅប្អូនស្រីរបស់នាងគឺមានភាពទន់ខ្សោយខ្លាំងមែនទែនអញ្ចឹងចាប់ពីថ្ងៃហ្នឹងទៅនាងគឺបដិញ្ញាថានាងគឺមិនយំទៀតនោះទេប៉ុន្តែថ្ងៃនេះគឺជាថ្ងៃទី1ដែលគាត់បានឃើញថាប្អូនស្រីខៃរិនរបស់គាត់គឺបានយំដោយហេតុនេះអ៊ីជីហ្គោក៏បានបដិញ្ញាចថាគាត់នឹងបំពេញនៅក្តីប្រាថ្នារបស់នាងក្រោយមកកាន់កន្លែងរូគីដែលនាងគឺប៊ីនឹងត្រូវបានហូឡូហ្នឹងគឺវាបហា
នឹងសម្លាប់ទៅលើនាងហើយស្របពេលហ្នឹងយើងបានឃើញថាសាដូក៏បានមកដល់ថែមទាំងមាត់ទៅកាន់បិសាចហ្នឹងមកដៃទៀតផងដែលវាគឺបានធ្វើឲ្យរូគីនេះគឺភ្ញាក់ផ្អើលខ្លាំងមែនទែនប៉ុន្តែសាដូគឺមិនបានមើលឃើញហូឡូនឹងនោះទេគាត់ហ្នឹងគឺចេះតែវាយយោទៅអត់ដឹងថាហូឡូនឹងនៅណានោះទេគឺបែបនេះហូឡូក៏បាននិយាយថាមើលទៅសាដូនឹងគឺមើលខ្លួនមិនឃើញនោះទេហើយការវាយដែលត្រូវខ្លួននេះក៏ដោយសារតែជាសំណាងតែប៉ុណ្ណោះប៉ុន្តែស្រាប់តែសាដូក៏បានដាក់ម្ដាយទៀតតាមពិតទៅសាដូគឺមិនអាចមើលឃើញនៅវិញ្ញាណអាក្រក់នោះទេប៉ុន្តែមូលហេតុក៏ដោយសារតែគាត់អាចវាយទៅកាន់វិញ្ញាណអាក្រក់បាននោះក៏ដោយសារតែគាត់គឺមានជាមួយនឹងវិញ្ញាណពិសេសចឹងហើយគាត់គឺមិនអាចមើលឃើញក៏ដោយប៉ុន្តែគាត់ក៏អាចទាយដឹងថាវិញ្ញាណគឺនៅកន្លែងណាចឹងហើយគាត់ក៏ចេះតែវាយបារោទៅស្របពេលហ្នឹងហូឡូក៏បានហោះទៅលើតែម្ដងដែលរូគីគឺកាន់តែភ្ញាក់ផ្អើលហើយដែលនេះគឺមិនដឹងថារកវិធីណាដើម្បីវាប្រហារទៅកាន់ហូឡូនឹងនោះទេព្រោះថាសាដូគឺមិនអាចមើលឃើញនោះទេប៉ុន្តែស្របពេលហ្នឹងសាដូក៏បានសួរទៅកាន់រូគីថាតើវិញ្ញាណអាក្រក់ហ្នឹងនៅកន្លែងណាទៅហើយនាងក៏បានប្រាប់ថាវិញ្ញាណអាក្រក់ហ្នឹងគឺនៅខាងមុខនឹងឯងហើយគាត់ហ្នឹងក៏បានដកនៅបកគោភ្លើងវាយយកតែម្ដងហើយបើទោះបីជាហូឡូនោះគឺត្រូវបានមួយបកគោភ្លើងយ៉ាងណាក៏ដោយគេគឺនៅតែសើចថែមទាំងបញ្ចេញជាមួយនឹងកូនចៅរបស់ខ្លួនដែលជាបិសាចតូចៗហ្នឹងមករុំព័ទ្ធនៅពួកគេតាំងពីមិនឲ្យរើរួចនោះទេហើយបើទោះបីជាកូនបិសាចនោះចាប់គាត់យ៉ាងណាក៏ដោយសាដូគឺនៅតែរើរួចក៏ដោយសារតែគាត់គឺមានកម្លាំងខ្លាំងមែនទែនប៉ុន្តែអ្វីដែលជាបញ្ហានោះក៏ដោយសារតែសាដូគឺមិនអាចមើលឃើញនៅព្រលឹងអាក្រក់នោះទេដែលហេតុនោះគាត់ក៏បានដោះលែងនៅរូគីឲ្យងើបមកម្ដងទៀតដល់ឃើញថាព្រលឹងអាក្រក់គឺហោះឡើងទៅលើបែបនេះរូគីបានប្រាប់ឲ្យសាដូនោះគឺចាប់នាងបោះទៅវាប្រហារទៅកាន់បិសាចនឹងតែម្ដងហេប្រូឲ្យត្រង់ទីនេះខាងនេះអេខាងស្ដាំខាងឆ្វេងបន្ទាប់ពីសាដូគឺបានចាប់រូគីបោះទៅកាន់បិសាចមួយហ្នឹងបិសាចហ្នឹងគឺធ្វើដូចជាខ្លាចអញ្ចឹងប៉ុន្តែវាគឺគ្រាន់តែជាកម្រងការរបស់វាតែប៉ុណ្ណោះបិសាចហ្នឹងក៏បានឲ្យកូនចៅរបស់ខ្លួនបាញ់ជាមួយនឹងអាក្របសណ្ដែកហ្នឹងទៅកាន់នាងហើយនាងក៏បានធ្លាក់ទៅដល់ដីដោយនាងក៏មិនដឹងថាហ្នឹងគឺជាអ្វីនោះទេបន្តមកបិសាចហ្នឹងក៏បានបញ្ចេញជាមួយនឹងរលកសំឡេងដែលបានធ្វើឲ្យក្របសណ្ដែកហ្នឹងគឺត្រូវបានផ្ទុះតែម្ដងដោយដឹងថារូគីគឺបានត្រូវរបួសធ្ងន់គឺថាសាដូក៏បានទៅវាយមួយស្មើជាមួយនឹងបិសាចហ្នឹងតែម្ដងទោះបីជាគាត់ហ្នឹងគឺមើលមិនឃើញក៏ដោយក៏ប៉ុន្តែធ្វើជារឹកហ្នឹងគឺដូចជាមើលឃើញអញ្ចឹងដោយដឹងថាខ្លួនគឺមានគីឡូជាមួយនឹងសាដូនោះគឺថាបិសាចហ្នឹងក៏បានយកកូនសេះយកមកធ្វើជាចំណាត់ខ្មាំងតែម្ដងដែលបានធ្វើឲ្យសាដូគឺពិបាកក្នុងការវាយប្រហារទៅលើបិសាចហ្នឹងខ្លាំងមែនទែនដោយដឹងថាសាដូគឺពិបាកសម្រេចចិត្តបែបនេះរូគីក៏បានយកខ្លួនធ្វើជានុយដើម្បីបញ្ឆោតឲ្យព្រលឹងអាក្រក់តាមនាងតែម្ដងប៉ុន្តែដោយសារតែនាងគឺមានជាមួយនឹងធម្មពលគ្រប់គ្រាន់នោះនាងគឺមិនអាចរត់គេចពីបិសាចហ្នឹងបាននោះទេហើយវាហ្នឹងក៏បានវាយទៅលើរូគីហ្នឹងឡើងទ្រាំតែម្ដងនៅពេលហ្នឹងរូគីក៏បានរត់បន្តទៀតដោយធ្វើឲ្យហូឡូហ្នឹងគឺនៅតែបន្តរត់តាមនាងបន្តទៀតដូចគ្នាហើយនៅពេលដែលនាងរត់ទៅដល់កន្លែងមួយនាងក៏បានឈប់ដែលបានធ្វើឲ្យហូឡូហ្នឹងគឺភ្ញាក់ផ្អើលខ្លាំងមែនទែនដែលវាក៏សើចចំអកទៅកាន់នាងថែមទៀតផងដែលបាននិយាយផងដែរថាមើលទៅនាងគឺអត់ផ្លូវត្រូវរត់ដែរប៉ុន្តែទាំងនេះគឺគ្រាន់តែជាល្បិចរបស់រូគីតែប៉ុណ្ណោះស្របពេលហ្នឹងអ៊ីជីហ្គោក៏បានមកដល់ថែមទាំងជន់ពីលើក្បាលរបស់ហូឡូហ្នឹងទៀតផងហូឡូក៏បានក្រោកឡើងមកវិញអ៊ីជីហ្គោក៏បានលោតចេញថែមទាំងនិយាយនឹងណែនាំខ្លួនផងដែរថាខ្លួនគឺជាកូរ៉ូសាគីដែលជាសូរ៉េភើមានអាយុ15ឆ្នាំរូគីក៏បានវាយនៅព្រលឹងសូរ៉េភើរបស់អ៊ីជីហ្គោឲ្យចេញមកពីខ្លួនរបស់គាត់ពេលហ្នឹងអ៊ីជីហ្គោក៏បាននិយាយផងដែរថាអាកូនឯងមុនហ្នឹងគឺវាយគ្នាអញឥឡូវនេះអញវាយហែងវិញហើយស្របពេលហ្នឹងសាដូបានមកដល់កន្លែងហ្នឹងដូចគ្នាដែលឃើញថាអ៊ីជីហ្គោគឺđangដួលស្ប៉ានៅលើដីអញ្ចឹងសាដូគឺព្រួយបារម្ភពីអ៊ីជីហ្គោខ្លាំងមែនទែនដោយសារតែគាត់ហ្នឹងគឺអត់ដឹងថាអ៊ីជីហ្គោហ្នឹងគឺត្រូវបានដកព្រលឹងនោះទេកាត់មកកន្លែងអ៊ីជីហ្គោវិញគាត់បានបន្តវាយគ្នាជាមួយនឹងបិសាចហូឡូដែលហូឡូគឺបានប្រើជាមួយនឹងទិញរបស់ខ្លួនមកផ្ទុះដែលធ្វើឲ្យវាហ្នឹងគឺផ្ទុះចំអ៊ីជីហ្គោប៉ុន្តែគាត់ហ្នឹងគឺអត់អីនោះទេអ៊ីជីហ្គោបានយកជាមួយនឹងដារបស់គាត់ដើម្បីទៅជុំករបស់ហូឡូហ្នឹងដោយឃើញបែបនេះហូឡូហ្នឹងក៏បាននិយាយនៅប្រវត្តិរបស់ខ្លួនឌឺដងទៅកាន់អ៊ីជីហ្គោដោយដំបូងឡើយព្រលឹងអាក្រក់ហ្នឹងគឺជាអ្នកតាមសម្លាប់នៅម្ដាយរបស់កូនសេកហ្នឹងហើយព្រលឹងរបស់កូនសេកហ្នឹងគឺមានឈ្មោះថាស៊ីបាតាដែលជាក្មេងប្រុសនៅពេលមួយបំរុងនឹងសម្លាប់ទៅលើម្ដាយរបស់ស៊ីបាតាម្ដងទៀតស៊ីបាតាក៏បានចាប់នៅជើងបុរសម្នាក់ហ្នឹងដែលបានធ្វើពួកគេទាំង3ក៏បានធ្លាក់ទៅខាងក្រោមនិងស្លាប់ទាំងអស់គ្នាប៉ុន្តែដោយសារតែមានគំនុំច្រើននិងជាមនុស្សអាក្រក់ទៀតនោះបុរសម្នាក់ហ្នឹងក៏បានក្លាយទៅជាព្រលឹងអាក្រក់ថែមទាំងតាមចាប់នៅព្រលឹងរបស់ស៊ីបាតាយកទៅដាក់កន្លែងកូនសេកទៀតផងហើយគាត់បានឲ្យពេលនៅស៊ីបាតា3ថ្ងៃក្នុងការរត់គេចពីគាត់បើសិនបើជាស៊ីបាតារត់គេចពីគាត់បានសម្រេចនោះគាត់នឹងធ្វើម្ដាយរបស់ស៊ីបាតារស់ឡើងវិញក៏ប៉ុន្តែទាំងនេះគឺគ្រាន់តែជាការសន្យាចោលតែប៉ុណ្ណោះព្រោះថាម្ចាស់របស់ស៊ីបាតាដែលតែងតែចិញ្ចឹមស៊ីបាតាគ្រប់គ្នាពួកគេក៏បានស្លាប់ជាបន្តបន្ទាប់ហូឡូក៏បាននិយាយបន្តទៀតថាវាគឺនៅតែចាំពាក្យសម្ដីរបស់ស៊ីបាតាដែលតែងតែហៅអ្នកម៉ាក់វាគឺពិតជាសប្បាយចិត្តខ្លាំងមែនទែននៅពេលដែលឃើញនៅភាពភ័យខ្លាចរបស់ស៊ីបាតាដែលគឺបែបនេះអ៊ីជីហ្គោគឺពិតជាខឹងខ្លាំងមែនទែនលីឡំជាមួយនឹងចិត្តខឹងនិងអាណិតទៀតនោះគាត់គឺនៅគាំងមួយកន្លែងដែលបានធ្វើឲ្យវាគឺបានផ្ដល់ឱកាសទៅកាន់ហូឡូម្នាក់ហ្នឹង
ដែលបានធ្វើវាគឺរត់ចាក់ចេញពី Ichigo ហើយលោកបានប្រើជាមួយនឹងក្របសណ្ដែករបស់ខ្លួនបាញ់ទៅកាន់ Ichigo ប៉ុន្តែត្រូវបានគាត់ចាប់ជាប់ហើយជាមួយនឹងភាពខឹងរបស់គាត់បានប្រើល្បឿនរបស់គាត់លឿនខ្លាំងមែនទែនរត់ទៅញាត់ជាមួយនឹងអាក្របសណ្ដែកហ្នឹងចូលទៅមាត់ Hollow នឹងវិញហើយក៏ដោយសារតែក្របហ្នឹងគឺនៅក្នុងក្បាលរបស់គាត់គឺមិនហ៊ានប្រើជាមួយនឹង technique របស់គាត់នោះទេព្រោះថាហ៊ានតែប្រើច្បាស់ជាខ្ទេចក្បាលងាប់តៃស្មឹងលើហ្នឹង Ichigo ក៏បានលោតទៅកាប់វាបហាទៅលើបិស្នៃនឹងភ្លាមតែម្ដងដោយទ្វារឋាននរកក៏បានបើកឡើងហើយមូលហេតុដែលទ្វារឋាននរកគឺបានបើកឡើងក៏ដោយសារតែ Hollow ហ្នឹងគឺប្រព្រឹត្តនៅរឿងអាក្រក់ច្រើនពេកគឺមានតែឋាននរកនោះទេដែលស័ក្តិសមជាមួយនឹងវាបញ្ចប់នៅចម្បាំងនេះពួកគេក៏បានត្រឡប់ទៅនិយាយជាមួយនឹង Shibata ហើយក៏ដោយសារតែ Shibata គឺខ្លាយទៅជាសេកជូរពេកអញ្ចឹងហើយគឺគ្មានវិធីណានោះទេដើម្បីធ្វើឲ្យ Shibata ហ្នឹងខ្លាយទៅជាមនុស្សវិញអញ្ចឹងហើយ Ruki គឺមានតែបញ្ចុះបញ្ចូលតែប៉ុណ្ណោះដល់ឃើញថា Ruki គឺមានប្រយោជន៍បែបនេះ Ichigo បានតែបញ្ចុះបញ្ចូលទៅកាន់ Shibata ដែលខ្លួនឯងតែម្ដងដោយគាត់ក៏បាននិយាយផងដែរថាបើសិនបើជា Shibata ត្រឡប់ទៅកាន់ទីក្រុងបលឹងវិញនោះ Shibata នឹងបានជួបនឹងម្ដាយរបស់ខ្លួន Shibata ក៏បានកើតមួយសន្ទុះនិងបានសម្រេចចិត្តថាខ្លួននឹងទៅកាន់ទីក្រុងបលឹង Shibata ក៏បាននិយាយអរគុណទៅកាន់ Sado ដូចគ្នាក៏ដោយសារតែបាន Sado នោះទេទៅបានជាខ្លួននឹងគឺមានជីវិតមកដល់ពេលសប្តាហ៍ថ្ងៃ Sado ក៏បាននិយាយផងដែរថាបន្ទាប់ពីគាត់បានស្លាប់ទៅគាត់នឹងទៅកាន់ទីក្រុងបលឹងទៅជួបគ្នាជាមួយនឹង Shibata ក៏យល់ព្រមផងដែរកាត់មកបងស្រីខែរឿងរបស់ Ichigo នាងក៏បានអរគុណទៅកាន់ Ichigo ដូចគ្នាក៏ដោយសារតែ Ichigo ក៏បានធ្វើវាបានសម្រេចដូចគ្នា Ichigo វិញដែលយើងបានឃើញថាគាត់នឹងគឺកំពុងតែរកប្អូនរបស់ខ្លួនដែលមិនឃើញថានៅផ្ទះអញ្ចឹងគាត់ក៏បានញ៉ាំនៅនំគ្រីបហាប់នឹងខ្លួនឯងតែម្ដងកន្លែងប្អូនស្រីរបស់គាត់វិញពួកគេក៏បាននិយាយដើម Ichigo តែម្ដងដែលថា Ichigo ហ្នឹងឥឡូវហ្នឹងគឺប្លែកខ្លាំងមែនទែននិយាយចាំទៅក៏ថានៅពេលនេះគឺថាឃើញថា Ichigo ហ្នឹងគឺចិត្តទៅចេញចូលនៅផ្ទះរបស់ខ្លួនទៅវិញទៅមកដែលហើយនេះពួកគេគឺគិតថាប្លែកខ្លាំងមែនទែនឪពុករបស់គាត់ក៏បានកើតផងដែរថា Ichigo នៅពេលនេះគឺអាយុ15ឆ្នាំហើយអញ្ចឹងគួរតែចាក់សោទ្វារមិនឲ្យចេញទៅណានោះទេប៉ុន្តែមានណាម៉ាត់មួយជើងតែម្ដង Ichigo ក៏បាននិយាយផងដែរថាឪពុករបស់គាត់គឺតែងតែគិតអីក្រេកខ្លាំងមែនទែនហើយឲ្យតែគិតឃើញហ្នឹងគឺចង់ទៅវាយនោះទេកាន់មកកន្លែង Rocky វិញយើងបានឃើញថានេះហ្នឹងគឺបានមករកកន្លែងលក់ថ្នាំមួយកន្លែងដែលវាគឺជាកន្លែងលក់ថ្នាំរបស់ពួកយមទូតនឹងឯងនៅទីនោះនាងក៏បានជួបជាមួយនឹងបរិសម្នាក់ដែលមានឈ្មោះថា Urahara ដែលជាអ្នកលក់ជាមួយនឹងក៏ដូចជា item គ្រប់ភេទរបស់យមទូតនៅកន្លែងហ្នឹងឯងហើយគាត់ក៏ស្វាគមន៍គ្រប់ពេលផងដែរចំពោះយមទូតហើយ Rocky ក៏បាននិយាយផងដែរថាថ្មីនេះក៏ដោយសារតែទំនាក់ទំនងរវាងនាងជាមួយនឹង Ichigo ហ្នឹងគឺវាហាក់បីដូចជាឃ្លាតគ្នាខ្លាំងមែនទែនដោយហេតុនេះគឺថានាងហ្នឹងគឺពិបាកក្នុងការចលនាខ្លាំងមែនទែនប៉ុន្តែដល់ពេលហ្នឹង Urahara ក៏បាននិយាយផងដែរថាតើត្រូវការគាត់ហ្នឹងគឺបណ្ឌិតនាងដែរអត់យីអាពេលនេះមិនគេមានផ្ទៃពោះទេណាមិនចេះតែបណ្ឌិតទេណាហើយនិយាយចឹង item ដែលខ្ញុំបានកំងហ្នឹងបាននៅអត់អីទេចាំខ្ញុំឲ្យកូនសិស្សខ្ញុំនឹងយកទៅឲ្យនិយាយចាំទៅមានគឺភ្លេចប្រាប់នៅឈ្មោះអាប៉ែហ្នឹងឲ្យបានពេញតែបើទៅអាគាត់ហ្នឹងគឺមានឈ្មោះថា Urahara Isake ប៉ុន្តែមានគឺសុំថា Isake ចឹងហ្មងទៅគឺមិនបាក់ហៅញ៉ៃពេកពេលហ្នឹងក៏បានប្រើទៅកើតក្មេងស្រីម្នាក់ដែលមានឈ្មោះថា Uru ឲ្យទៅយកជាមួយនឹង item មួយហ្នឹងនៅពេលដែលមកដល់គឺថានាងក៏បានសួរទៅកាន់ Isake ផងដែរថាតើវាគឺជាពិតឬមួយក៏ខ្លែងខ្លាយប៉ុន្តែគាត់ក៏បាននិយាយផងដែរថាតើតាំងពីដើមមកគាត់ហ្នឹងគឺដែងលក់ជាមួយនឹងរបស់ខ្លែងខ្លាយតាំងពីណាមកបន្ទាប់ពីទទួលបានជាមួយនឹងថ្នាំមួយហ្នឹងហើយនាងគឺចាំយូរនោះទេ Ruki ក៏បានធ្វើដំណើរទៅកន្លែងសាលារៀនថែមទាំងសួរស្ដីទៅកាន់មិត្តភក្តិគ្រប់គ្នាធ្វើពួកគេហ្នឹងគឺពិតជាចូលចិត្តនាងខ្លាំងមែនទែនហើយនាងក៏បានសួរIchigo ហើយពេលនៅប៉ុណ្ណេះ Ichigo នឹងក៏បានដើរមកដល់ហើយនាងក៏អត់ចាំយូរនោះទេក៏បានដាក់មកជាកងឲ្យអូកចេញក្រៅតែម្ដងស្របពេលហ្នឹងនាងក៏បានបោះជាមួយនឹងថ្នាំមួយហ្នឹងឲ្យទៅកាន់ Ichigo ឆ្ងល់ខ្លាំងមែនតើថាតើវាគឺជាថ្នាំស្អីគេទៅហើយនាងបានប្រាប់ផងដែរថាវានឹងគឺជា Ki Kungen ហើយវានឹងគឺជាថ្នាំជំនួសព្រលឹងនៅពេលដែលណាម្នាក់បានលេបជាមួយនឹងថ្នាំមួយនេះហើយព្រលឹងរបស់ពួកគេនឹងចេញពីរាងកាយរបស់ខ្លួនហើយជំនួសមកវិញគឺថាមានព្រលឹងថ្មីមួយទៀតនឹងបានចូលមកជំនួសនៃរាងកាយរបស់ខ្លួនដោយនាងក៏បាននិយាយផងដែរថានាងគឺនៅឈរនៅកន្លែងនេះចាំមើល Ichigo លេបជាមួយនឹងថ្នាំមួយនេះហើយឲ្យ Ichigo នឹងគឺលេបជាមួយនឹងថ្នាំមួយនេះលឿនទៅដើម្បីក្លាយជា Soul Reaper ដើម្បីទៅកម្ចាត់ជាមួយនឹងពួក Hollow Ichigo ក៏បាននិយាយផងដែរថាមើលទៅឈ្មោះរបស់វាគឺជា Ki Kungen ប៉ុន្តែមើលទៅវាដូចជាមិនសមតតែសោះវាបែរជាសត្វទាទៅវិញតែឃើញថា Ichigo និយាយទៅប៉ែពេក Rocky ក៏បានដាក់មួយជើងតែម្ដងថែមទាំងប្រាប់ទៅកាន់ Ichigo នឹងឲ្យលេបថ្នាំនឹងឲ្យលឿនទៅនេះគឺបញ្ញាប់ខ្លាំងមែនទែនស្របពេលហ្នឹង Ichigo បានលេបជាមួយនឹងថ្នាំមួយនឹងបានធ្វើព្រលឹងរបស់គាត់នឹងគឺបានចាក់ចេញពីរាងកាយរបស់គាត់ដោយ Rocky បានសួរផងដែរថាតើឯងនឹងគឺបញ្ញាប់ល្អដែលបានឃើញថាព្រលឹងរបស់ឯងនឹងគឺបានចេញពីរាងកាយរបស់ឯងហើយឯងឃើញទេថាបើតិចទៀតហ្នឹងនឹងមានជាមួយនឹងព្រលឹងជំនួសមកក្នុងរាងកាយរបស់ឯងចឹងហើយគឺមានអាណាឯងកត់សម្គាល់ថាព្រលឹងរបស់ឯងនេះគឺបានចាក់ចេញទៅណានោះទេពេលហ្នឹង Ichigo គឺភ្ញាក់ផ្អើលខ្លាំងមែនទែនដល់ពេលដែលឃើញថារាងកាយរបស់គាត់នឹងគឺបានក្រោកឡើងប៉ុន្តែគាត់នឹងក៏សប្បាយចិត្តនោះទេដល់ពេលដែលឃើញថាមានព្រលឹងមួយទៀតមកគ្រប់គ្រងនៅរាងកាយរបស់គាត់ពេលហ្នឹង Ichigo គឺចង់រករឿងទៅកាន់ព្រលឹងមួយហ្នឹងហើយប៉ុន្តែ Rocky នឹងក៏បានចាប់អូសកគាត់ទៅតែម្ដងកាត់មកកន្លែងពេល Isake វិញនៅគាត់នឹងក៏បានមកបើកមើលជាមួយនឹង item មួយនឹងបានឃើញផងដែរថាតាមពិតទៅវានឹងគឺហួនលេបាត់ហើយ
การมาแกลนเป็นเรื่องบรรดาสอนบ่อยจิโกไว้ในเยาวันเคยทาเค้คือจับดาวเมียนจมูกหนังกับไก่ดิยานั่นคือจำลายคลางมันเต้นแถมตั้งตัวจมูกหนังกระไรได้มากระไรนวัตถุวินคือวิ่งหลังบากตีเป็นหนังแต่มาโดนเงยนไปได้ลือสำเร็จบะใบยังกระทางสอนซอกกระบาลลางมาเลยแถมตั้งสู่ตะการอิจิโกทางอิจิโกนั่นกระปงกระทุยไอหนังไปนั่งสอนสอนบำรุงไว้ตะการอิจิโกไว้บรรทายอาเป็นเรื่องบรรดาสอนนั่นกระบาลลดเพลาตะเลยบาดตายมาโดนโดยจิงไก่เป็นจังโดยยังกระบาลเดินผ่านได้ท่าโดยซาแต่ทำนั่นคือวิบายนั่นคือบานเจถวยออยเป็นเรื่องบรรดาสอนนั่นวินั่นคือเมียนกำลังคลางแถมแต่งจูเรียนการบอกอิจิโกนั่นคือการแต่คลังจิงมนติดพองสำหรับไปได้อิจิโกคือกระโปรงตายตามประมาณจมูกนำปะปุโฮโลก็ทาเรียนกายบดอซอนนั่งกับบานถวยดำน้ำบดอสลาเรียนแถมตั้งออกหลอกในกลางสลาเรียนลงไปนั่งตายมาโดงเลยสำหรับไปนั่งสรุปนี้คือพยาบาลกลางมาเต้นไปได้เคยวัตถุมีระบบอิจิโกนั่นคือพลอตามบอุ้ยเมาได้เคยทาเมียมนุกนี้จับทำจมูกนั่งคลวนจังพลังประจำนวนนั่นคือทาเวียนนั่นคือปัจจัยสบายจัดกลางมาเต้นในสอบไปนั่งปอกได้พลังจำนวนนั่นเราไปได้เคยวัตถุมีระบบฮิเมะเวียคือจับดามลงสลายฮิเมะตายมาโดงก็ได้ซาตายเยอะได้ไงทาเวียนนั่นคือเมนเชียก็ได้เจอพลังระบบอิจิโกนเตจังหาดังทานั่นคือจิมระบบคลวนเตสำหรับไปนั่งตาโซกิคือปัจจัยคลังมาเต้นไปได้เคยอิจิโกนั่นคือถวยจัดแบบนั่งแทนตั้งตัวจับตะการอิจิโกเตียดวันไทอิจิโกนั่นกับบานเคยทาตาโซกินั่นคือรถสาตีดการบอกลายโรกิจมวยนั่งอิจิโกไว้ปูเก้กับบานจับรองพองได้ทานกลายสลายก็ดูจีมีเรื่องมวยได้มันละอโนเตได้ให้ในปูเก้กับบานสำรอกตกลายสลายนั่งแต่มาดงกลายสลายในไว้ในบานเคยทาตาโซกินั่นกับบานตีนตกนั่นคือเดินกบอาบัลลังบรรดาสอนนั่งหลังไปนั่งแต่มาดงไอ้กอริซาตานี้นั่งคลังไปไอ้สำหรับไปปูเก้กับปงไตโรเรื่องนี้ไปนั่งโรกิกับบานมาดเราไปเคยวัตเมรบาโรกิอะไปนั่งก็ทาบัลลังบรรดาสอนนั่งกับบานจังรถแต่มาดงปันท้ายตระบานชิโกนั่นคือหมดสเตะกลายหมดบางอุ้ยนั่งแต่มาดงปันท้ายมีกะโหลจังหวะบัลลังบรรดาสอนโนเตกอริซาแต่เวียนั่งมีกำลังคลังเจียงไปนั่งบัลลังบรรดาสอนนั่นคือบานโต๊ะแต่การชิโกหลังไปนั่งแต่มาดงไอ้ทำต่างตัวก็ตีตะกลายตกมาจะมาเฮียงตีบานถวยออยสกรุปนี้คือพยาบาลคลังมันเตนปูเก๋ก็ดังทาท้ายมีเรื่องไว้การลายโนเตปันท้ายปฏิการมวยนั่นปูเก๋คือบานเคยกรุบนี้นโมลายนั่นก็จะสร้างแต่ปูเก๋นั่นเกิดอะไรมาเคยจมูกนั่งพลังวิญญาณโนเตปันท้ายใบจะเคยตกนั่นคือตระบานติกตีแต่มาดงเราเป็นบานไว้แต่การในชิโกหายพลังบรรดาซ้อนกับบานกรุดเกิดครูนแต่มาดงหายเป็นอะไรพอได้จะบานเคยทาฮิเมะกับบานเจ็บรับแต่การมาโนกรุบเนี่ยทาแต่มาเตอร์เก๋นั่นคือมันจีอิชิโกโนเตการบรรดาอิชิโกจมูกนั่งโรกิไว้โรกิมันเป็นโยปรับแต่การอิชิโกพองได้ทาพลังดันนงเรียงกายระบายอิชิโกนั่นคือจีพลังพลาดโดดับปีมอนตีกรองพลังคือบางปังการจมูกนั่งปฏิการมวยได้ตระบานแก่หาทาสเปียเฮดดับปูเกนั่นคือบังการจมูกนั่งพลังพลาดโดตัวนั้นดับเบย์ออยเวียนั่นคือตัวจมันนี้จมูกนั่งพลังอักระพอท้ายคือมันดังทามเวียนมูลหะดับเบย์โนเตตัวบานเชียเกนั่นคือบานปะจมูกนั่งดำนาการมวยนั่งให้บายเจียนซอพลังได้เซซอดับพลังได้เซซอนั่งบายเจียพลังนกนงเรียงกายระบายชิโกนั่งเองให้สำหรับเพจอิจิโกมันนักนงเรียนการบอกว่าพลังบรรดาสอนนั้นกับมันโยเรียนการบอกอิจิโกคือรถได้เลยลงไปนั่งแต่มาโดนเลยดับเป็นนั้นพลังบรรดาสอนกับมันต่อจูบนี้จมูกนั่งขมายโปรใบเนี่ยปุกเก๋กับปงตะเลงเกมแทงตั้งแต่ลำมอดใหญ่แทนเนี่ยได้มันสนับจงบัญชีบอธนาเลิกนั่งตระกับจัดเจ้าดาวิคือเพจถวยออยพลังบรรดาสอนนั้นคือเพจคังคลังมันแต่ในบุญหันก็ได้สร้างแต่นักนงโซลสุไซที่คือทางก่อนนั้นก็จีพลังได้เกนั่นคือบังการล้างสำหรับตะการปุโฮโลได้ผลท้ายมันตอนใจมีจีเอาสำหรับตะการปุโฮโลเพราะคือเราใจมีจีนั่งเอาสำหรับเจ้าแต่มาโดนจึงให้ตัวบานจีก่อนคือครั้งแต่การปูเกตั้งใบแน่นหนังเป็นนั้นคือทางพลังบรรดาซ้อนกับบานโรตไวแต่การขโมยตั้งใบดันนั้นแต่อิจิโกนั้นกับบานมาช่วยตอนยันโรตการเพียมมันเตยโดยยังเดินให้ทางอิจิโกนั้นคือตระบานเล็บจมูกนั่งทำมาย่างและถอยพลังระบบก่อนนั้นคือใจมกราวปนท้ายพลังตะบานโจตกลงเรียงกายระบบก่อนนั้นวิคือเจียพลังมวยได้ตระบานกาวทางคือเจียพลังพลาดโดได้ให้นี้พลังนู้คือมันมีการเกิดโนเตให้นักนองเปนี้คือทางอิจิโกคือตระแต่ตามโยกจมูกนั่งเรียงกายระบบก่อนโดยตัวกำจัดจมูกนั่งพลังพลาดโดมวยนั่งใบโยกจมูกนั่งเรียงกายระบบก่อนตลอดมาเวงการมาแกล้งกิสุเกะกอดกับบานดังพองได้ทางพลังมวยนุคือเจียพลังพลาดโดนังบานเกิดทางกอดโกแต่ตามจับจมูกนั่งพลังมวยนุเป็นนั้นโอรู้กับบานมาดอลแถมแต่งใหญ่พองได้ทาเวียนั่นคือจิกมหอระบอเนียงเอาเนียงสมโตพองกิสุเกะกับบานกับบานระบอเนียงทางแต่งใหญ่พองได้ทาหาได้บานชีนิกระทางคือจิกมหอระบอคลูนตามมาเตอร์เวียคือจิกมหอระบอยำโดยขเนียได้บานบันดาเอาเนียนั่นคือติดยกจมูกนั่งธนามวยนั่งโดยมันบานเกิดต่อแต่ซอมวยเป็นเทียดหาได้เตอร์บานเจียปุยเยื่อทัวกาโจลขเนียนุกอเดซาแต่เวียคือโดยจิกรูซามวยจึงให้บาเซนบาจิเมียนจมูกนั่งปัญหาไว้ก็ได้ก่อนนั่นคือมันได้บรรโตแต่มนุษย์มาจมเฮียงบานโอเตมวยเป็นเทียดก็นั่งทัวกรุบซอแบบย่างโดยกาเปียนมนุษย์กรุบขเนียการมาแกล้งจิโกไว้เยอะบันเคยก็บานไว้นี้จมูกนั่งเป็นเรื่องบดอซอนหายอย่างวันเคยทาก่อนคือโดยเชียออดเมียเปรียบตะเลอเป็นเรื่องบดอซอนโอเตเขาได้สร้างแต่เป็นเรื่องมวยนั่งคือมีกำลังคลังเชียงนั่งระเวียเชียงเตียด
ចឹងហើយគាត់នឹងគឺពិបាកវាយយកឈ្នះខ្លាំងមែនទែនជានៅការមួយនេះ Mood Soul បានរត់ចាក់ចេញពីកន្លែងនឹងតែម្ដងដោយ Ichigo គឺបំរុងនឹងរត់តាមហើយប៉ុន្តែពេលហ្នឹងគឺថា Rocky ក៏បាននិយាយផងដែរថាវានឹងគឺដូចជាមានបញ្ហាមួយដោយវានឹងគឺហាក់បីដូចជា Hollow នឹងគឺកំពុងតែលេចចេញនៅម្ដុំហ្នឹងហើយខាត់មកកន្លែង Mood Soul វិញគាត់ក៏បានដឹងខ្លួនដូចគ្នាថាមានជាមួយពពួក Hollow នៅម្ដុំហ្នឹងហើយគាត់ក៏បានគិតផងដែរថាតើវានឹងគឺបំរុងនឹងទៅសម្លាប់ទៅកាន់ណាក្មេងចង្រៃ3នាក់ហ្នឹងមែនមួយវិញទៀតគឺថាពួកគេទាំង3នាក់ហ្នឹងគឺបំផ្លាញនៅអារម្មណ៍ស្រស់ស្រាយរបស់គាត់ហើយបើទោះបីជាយ៉ាងណាក៏ដោយគាត់នឹងគឺមិនអាចញ៉ាតឲ្យអ្នកណាម្នាក់ហ្នឹងគឺស្លាប់នៅកន្លែងហ្នឹងនោះទេកាត់មកកន្លែងក្មេងៗទាំង3នាក់នេះវិញដែលយើងបានឃើញថាស្រាប់ពេលហ្នឹងគឺមាន Hollow មួយក្បាលធំខ្លាំងមែនទែនក៏បានមកវិបាទៅលើពួកគេទាំង3ប៉ុន្តែគឺត្រូវបាន Mood Soul មកជួយទាន់ប៉ុន្តែដោយសារតែគាត់គឺមានជាមួយនឹងសមត្ថភាពគ្រប់គ្រាន់នោះទេអញ្ចឹងគាត់គឺត្រូវបាន Hollow ហ្នឹងគឺវាយត្រូវរបួសដល់ពេលហ្នឹង Ichigo ជាមួយនឹង Rocky ហ្នឹងក៏បានរត់ទៅកន្លែងហ្នឹងដូចគ្នានឹងបានឃើញវត្តមានរបស់ Mood Soul នៅកន្លែងហ្នឹងហើយពួកគេក៏បានធ្វើដំណើរទៅកន្លែងហ្នឹងភ្លាមៗតែម្ដងកាត់មកកន្លែង Mood Soul នៅវិញដល់ Hollow ក៏បាននិយាយផងដែរថាឯហ្នឹងគឺបានធ្វើអាហាររបស់យើងហ្នឹងគឺបានរត់ចាក់ចេញអស់លីងហើយឯហ្នឹងគឺបែរជារត់គេចទៅវិញហើយយើងក៏មិនដឹងថាឯងគឺជានរណានោះទេប៉ុន្តែបើមើលទៅសមត្ថភាពរបស់ឯងគឺមិនមានសមត្ថភាពគ្រប់គ្រាន់ហ្នឹងគឺអាចបំផ្លាញជាមួយនឹងអាហាររបស់យើងបាននោះទេ Hollow បានវិបហាទៅកាន់ Mood Soul ប៉ុន្តែស្របពេលហ្នឹង Ichigo ក៏បានមកដល់ Mood Soul គឺភ្ញាក់ផ្អើលខ្លាំងមែនទែននៅពេលដែលឃើញថា Ichigo ហ្នឹងក៏មកជួយខ្លួនប៉ុន្តែ Ichigo បាននិយាយផងដែរថាតើឯងគិតថាយើងហ្នឹងគឺមកជួយឯងមែនឯងហ្នឹងក៏អត់ចាំទេថារាងកាយហ្នឹងគឺជារាងកាយរបស់ពីណាគេស្របពេលដែលពួកគេកំពុងតែប្រកែកគ្នា Hollow ក៏បានរត់ទៅវិបហាទៅកាន់ពួកគេទាំងពីរនាក់ប៉ុន្តែ Mood Soul ក៏បានធាក់មកជើងកណ្ដាលមកចំណែក Ichigo វិញក៏បានកាប់ទៅលើក្បាលវាមកដើរផងដែរដែល Hollow ក៏បានរត់ចាក់ចេញប៉ុន្តែ Mood Soul ហ្នឹងគឺមិនព្រមមកចាក់ចេញនោះទេគាត់ហ្នឹងក៏បានរត់ទៅធាក់ចំកណ្ដាលមកម្ដងទៀតដែលបានធ្វើវាហ្នឹងគឺត្រូវបានរលាយតែម្ដងប៉ុន្តែ Mood Soul ហ្នឹងក៏បានធ្លាក់ទៅដីដូចគ្នាប៉ុន្តែ Ichigo ហ្នឹងក៏បានទៅចាប់ជើង Mood Soul ជាប់បន្ទាប់មកពួកគេក៏បានទៅនិយាយគ្នាដោយ Ichigo ហ្នឹងក៏បានសួរទៅកាន់បលឹងបណ្ដោះអាសន្នថាហេតុអីបានជាឯងហ្នឹងគឺទៅជួយពួកគេទាំង3នាក់ហ្នឹងឯងហ្នឹងគឺមិនមែនជាមនុស្សអាក្រក់ទេមែនដោយបលឹងបណ្ដោះអាសន្នហ្នឹងក៏បាននិយាយផងដែរថាគាត់ហ្នឹងគឺមិនអាចទុកចោលឲ្យណាម្នាក់ហ្នឹងគឺស្លាប់នោះទេបើទោះបីជាគាត់ហ្នឹងគឺខឹងទៅលើពួកគេខ្លាំងយ៉ាងណាក៏ដោយគ្រាន់ថាពួកគេទាំង3នាក់ហ្នឹងគឺបំផ្លាញនៅអារម្មណ៍ដែលស្រស់ស្រាយរបស់គាត់បន្ទាប់ពីគាត់បានកើតមកភ្លាមគឺថាវាគឺចំពេលដែល Soul Society បញ្ចប់នៅគម្រោងមួយហ្នឹងដែលធ្វើឲ្យគាត់ហ្នឹងគឺមិនអាចមានជីវិតរស់នោះទេប៉ុន្តែគាត់គឺនៅតែមានទំនុកចិត្តស្របពេលដែលមនុស្សដែលនៅជុំវិញខ្លួនរបស់គាត់ពួកគេគឺកាន់តែបាត់ម្ដងបន្តិចដែលជាហេតុដែលធ្វើឲ្យគាត់ហ្នឹងគឺមាននៅភាពភ័យខ្លាចខ្លាំងមែនទែនគាត់ក៏បានលាក់ខ្លួននៅក្នុងកន្លែងឃ្លាំងដ៏ធំមួយដើម្បីលាក់ខ្លួនគេចអំពីពពួក Soul Society ហើយគាត់គឺពិបាកយល់ខ្លាំងមែនទែនសូម្បីតែគាត់ខ្លួនផ្ទាល់ក៏មិនយល់នោះដែរថាហេតុអីទៅបានជាខ្លួនគាត់ផ្ទាល់មិនអាចសម្រេចនៅជោគវាសនារបស់ខ្លួនឯងបានបែរជាឲ្យពួកគេមកសម្រេចថាគាត់គឺត្រូវតែស្លាប់នៅពេលណាហើយទាំងនេះហើយគឺជាមូលហេតុដែលគាត់គឺមិនអាចសម្លាប់ទៅលើអ្នកណាម្នាក់នោះទេហើយគាត់ក៏មិនចង់ឃើញអ្នកណាម្នាក់ស្លាប់នោះដែរបើទោះបីជាខ្លួនគាត់នឹងគឺជាមនុស្សអាក្រក់ក៏ដោយនៅត្រង់កន្លែងនេះគឺគេបានបង្រៀនយើងច្រើនខ្លាំងមែនទែនថាយើងកុំចាំរកអ្នកណាម្នាក់មកសម្រេចនៅជោគវាសនារបស់ខ្លួនឯងមានតែខ្លួនឯងនោះទេទើបអាចសម្រេចនៅជោគវាសនារបស់ខ្លួនឯងបានហេតុអីបានគ្រាន់តែជាជោគវាសនាមួយគត់តែប៉ុណ្ណោះមិនអាចសម្រេចថាខ្លួនឯងគួរតែទៅណាអពិតប្រាកដពេលហ្នឹងគីស៊ូកេក៏បានមកដល់តាមទាំងនិយាយផងដែរថាទីផុតយើងនឹងគឺរកឯងឃើញហើយថែមទាំងយកដំបងចង្អុលក្បាលទៅលើបលឹងបណ្ដោះអាសន្នហ្នឹងដែលបានធ្វើឲ្យវាហ្នឹងក៏បានចេញពីរាងកាយរបស់ Ichigo អូរ៉ាក៏បាននិយាយផងដែរថាដល់ពេលដែលគាត់ហ្នឹងគឺត្រូវបំផ្លាញវាចោលហើយប៉ុន្តែ Ichigo ហ្នឹងក៏បានខត់ថាมันអាចបំផ្លាញនៅបលឹងមួយហ្នឹងបាននោះទេក៏ប៉ុន្តែអូរ៉ាគឺមិនស្ដាប់នោះទេស្រាប់ពេលហ្នឹង Rocky ក៏បានមកដល់ថែមទាំងដើមយកជាមួយនឹងថ្នាំមួយហ្នឹងយកមកកាន់តែម្ដងដោយនេះក៏បាននិយាយផងដែរថាវាមិនដែលថាយកថ្នាំគេទៅហើយមិនសងលុយគេវិញអញ្ចឹង Kisake ក៏បាននិយាយផងដែរថាមិនអីនោះទេថ្ងៃក្រោយគាត់នឹងយកជាមួយនឹងប្រាក់នឹងសងហើយប៉ុន្តែ Rocky បាននិយាយថាមិនអីនោះទេនេះគឺពេញចិត្តនៅថ្នាំមួយហ្នឹងប៉ុន្តែអូរ៉ាក៏បាននិយាយផងដែរថាតើនាងនឹងយកទៅណាហើយចាប់បើសិនបើជាមានបញ្ហាតែគាត់នឹងគឺត្រូវទៅធ្វើយ៉ាងម៉េចវិញប៉ុន្តែ Rocky ក៏បានធានាថានាងគឺអាចធ្វើវាបានហើយនេះគឺមានការត្រៀមទុកក្នុងការគ្រប់គ្រងនៃបលឹងមួយនឹងដោយខ្លួនឯងពេលហ្នឹងនាងក៏បានហៅទៅ Ichigo ឲ្យទៅផ្ទះវិញស្របពេលដែលពួកគេដើរនៅតាមផ្លូវ Ichigo គឺខឹងទៅលើអាថ្នាំនឹងខ្លាំងមែនទែនក៏ដោយសារតែវានឹងដែលធ្វើឲ្យ Ichigo នឹងគឺឈឺស្មាមួយចំហៀងដោយ Ichigo ក៏បានសួរទៅកាន់ Rocky ផងដែរថាតើនាងគួរតែធ្វើយ៉ាងម៉េចទៅដោយនាងក៏បាននិយាយផងដែរថាយើងគួរតែយកជាមួយនឹងថ្នាំមួយនឹងយកទៅដាក់ក្នុងរាងកាយដែលគ្មានវិញ្ញាណប៉ុន្តែពួកគេក៏ដឹងថាតើគួរតែដាក់នៅកន្លែងណានោះទេដោយនាងក៏បាននិយាយផងដែរថាគួរតែដាក់នៅក្នុងសាកសពហើយ Ichigo ក៏បានយល់ផងដែរថាពួកគេគួរតែដាក់នៅកន្លែងសាកសពប៉ុន្តែនៅពេលហ្នឹង Ichigo ក៏បានឃើញនៅតុក្កតាមួយ Ichigo បំរុងនឹងដាក់នៅថ្នាំហ្នឹងចូលទៅក្នុងតុក្កតាហ្នឹងប៉ុន្តែនាងក៏បានខាត់ប៉ុន្តែនាងក៏បានគិតឡើងវិញថាសំបីតែរាងកាយរបស់នាងផ្ទាល់ក៏មិនមែនជារាងកាយពិតប្រាកដរបស់ខ្លួននោះដែរចឹងហើយវាប្រហែលជាមានប្រសិទ្ធភាពហើយ Ichigo ហ្នឹងក៏បានយកថ្នាំហ្នឹងយកទៅដាក់ក្នុងមាត់របស់តុក្កតាហ្នឹងហើយវាគឺបានផលពិតមែនដោយតុក្កតាហ្នឹងក៏បានមានជីវិតហើយវាហ្នឹងក៏បាននិយាយប្រតិកម្ម Ichigo ថាកន្លោះចុះកន្លោះឡើងនឹងបាក់ដៃឬអីហើយគាត់ហ្នឹងគឺចង់បញ្ចេញគ្នាជាមួយនឹង Ichigo ម្ដងទៀតប៉ុន្តែនៅពេលនេះគឺឃើញថាខ្លួនឯងនឹងគឺទូចខ្លាំងមែនទែន Ichigo ក៏បាននិយាយផងដែរថាចាប់ពីថ្ងៃនេះទៅខ្ញុំនឹងមើលថែឯងឲ្យបានល្អ Ichigo ក៏បានដាក់ឈ្មោះទៅកាន់តុក្កតានឹងថាកូន
ព្រឹកឡើងក្បាលមកដល់កូនក្បានដាក់អ៊ីជីកូក៏ដោយសារតែវាគឺព្រឹកហើយប៉ុន្តែដោយសារតែអ៊ីជីកូគឺរករឿងទៅកាន់កូនពេកពួកគេក៏បានឆ្លោះប្រកែកគ្នាបានធ្វើឲ្យរូគីនេះក៏បានភ្ញាក់មកដូចគ្នាប៉ុន្តែភ្ញាក់មកគឺមិនធម្មតានោះទេថែមទាំងជន់ទៅលើកូនទៀតផងហាក់កូនហ្នឹងគឺខូចខ្លាំងមែនទែនវានឹងក៏បានមើលអាអីនោះរបស់នាងទៀតហើយវាគឺសមមុខខ្លាំងមែនទែនក៏ដោយសារតែរូគីហ្នឹងគឺបានជន់វាជន់យកឡើងពេញនឹងតែម្ដងហើយពេលហ្នឹងអ៊ីជីកូនឹងក៏បានបើកមើលនៅនាឡិការបស់ខ្លួនដែលបានធ្វើឲ្យគាត់នឹងគឺមានអារម្មណ៍ចម្លែកហើយគាត់គឺកាន់តែមានអារម្មណ៍ថាគាត់នឹងគឺដូចជាស្រស់ស្រាយជាងមុននិងរីករាយជាងមុនមកដល់ក្នុងសាលាវិញគឺថាអ៊ីជីកូនឹងគឺរស់រាយខ្លាំងមែនទែនបានធ្វើម្នាក់គឺញាប់ផ្អើលខ្លាំងមែនទែនហើយបន្ទាប់ពីដឹងថាថ្ងៃហ្នឹងគឺជាថ្ងៃទី16ខែមិថុនាតែស៊ូគីក៏បាននិយាយផងដែរថាឃើញថាអ៊ីជីកូនឹងគាត់គឺធ្វើជាសប្បាយនិងរីករាយប៉ុន្តែតាមពិតក្នុងចិត្តរបស់គាត់គឺមិនសប្បាយចិត្តនោះទេហើយនាងក៏បាននិយាយផងដែរថាចាប់ពីថ្ងៃស្អែកប្រហែលជាអ៊ីជីកូនឹងគឺមិនមករៀននោះទេហើយនាងគឺទាយដឹងតែម្ដងកាត់មកផ្ទះរបស់អ៊ីជីកូវិញឪពុករបស់គាត់បាននាំកូនដើម្បីមកត្រៀមជាមួយនៅវិធីមួយដើម្បីសែនព្រេនឲ្យម្ដាយរបស់ពួកគេកាត់មកអ៊ីជីកូជាមួយនឹងរូគីវិញដោយអ៊ីជីកូបាននិយាយផងដែរថាគាត់នឹងបន្តនៅការងារជាយមទូតរបស់គាត់ប៉ុន្តែថ្ងៃស្អែកឲ្យគាត់នឹងគឺសម្រាប់មួយថ្ងៃមកប៉ុន្តែរូគីគឺមិនយល់ព្រមនោះទេដោយនាងគឺឆ្ងល់ខ្លាំងមែនទែនក៏ដោយសារតែថ្ងៃហ្នឹងគឺថាអ៊ីជីកូនឹងគឺធ្វើអាការៈចម្លែកខ្លាំងមែនទែនប៉ុន្តែបន្ទាប់ពីដឹងនៅមូលហេតុទាំងអស់នេះថារូគីគឺពិតជាដឹងខ្លួនខុសខ្លាំងមែនទែននៅថ្ងៃទី11ខែមិថុនាគឺជាថ្ងៃមួយដែលម្ដាយរបស់អ៊ីជីកូគឺត្រូវបានស្លាប់ដែលអ្វីដែលភ្ញាក់ផ្អើលជាងនឹងទៀតនោះគឺថាម្ដាយរបស់អ៊ីជីកូគឺត្រូវបានអ្នកផ្សេងសម្លាប់តែហេតុនេះទើបបានជាធ្វើឲ្យគាត់គឺមានវិបត្តិសារីខ្លាំងមែនទែនយប់ឡើងក្បាលមកដល់អ៊ីជីកូក៏បានដេកយល់សប្តិនៅព្រឹត្តិការណ៍ដែលគាត់គឺបានជួបជាមួយនឹងម្ដាយរបស់គាត់នៅពេលហ្នឹងគាត់គឺបានជួបជាមួយនឹងក្មេងស្រីម្នាក់ដែលនៅក្នុងទឹកហើយនឹងបំរុងនឹងលោតទឹកសម្រាប់ខ្លួនប៉ុន្តែគាត់ក៏បានរត់ទៅជួយប៉ុន្តែដោយសារតែមូលហេតុមួយនេះឯងទើបបានជាធ្វើម្ដាយរបស់ខ្លួនគឺត្រូវបានស្លាប់ហើយវាគឺជាកំហុសរបស់គាត់កាត់មកឡើងទីក្រុងបលឹងឯនេះវិញដែលមាន Soul Rapper ចំនួន2នាក់កំពុងតែនិយាយអំពី Rookie A ជាមួយនឹង Ichigo ហើយពួកគេក៏ត្រៀមខ្លួនដើម្បីទៅចាប់ពួកគេទាំងពីរនាក់ផងដែរ Ichigo ជាមួយនឹងគ្រួសាររបស់គាត់ក៏បានមកកន្លែងភ្នំមួយកន្លែងដែលជាកន្លែងដង្កល់សពម្ដាយរបស់ខ្លួនហើយបានឃើញថាបងប្អូនរបស់គេនឹងក៏បាននិយាយផងដែរថាមើលទៅភ្នំពិតជាចោតខ្លាំងមែនទែនហើយវាគឺពិបាកឡើងខ្លាំងមែនទែនឪពុករបស់គេក៏បានប្រាប់ទៅកាន់ Suyu ថាឲ្យ Suyu នឹងគឺតស៊ូឡើងឲ្យធ្វើដូចគាត់រ៉េម៉ែហើយលេឲ្យគេនឹងគឺដើរក្បាលចុះឃុំវិញឃើញនេះគឺថា Kairin ក៏បាននិយាយផងដែរថាកុំឲ្យ Suyu នឹងគឺចាប់អារម្មណ៍ជាមួយនឹងឪពុករបស់ខ្លួនអីព្រោះថានៅពេលដែលចាប់អារម្មណ៍ហ្នឹងគាត់គឺកាន់តែចូលលើដើមដល់ឃើញបែបនេះគាត់ក៏បានធ្វើបាបទៅកាន់ពួកគេទាំងពីរនាក់តែម្ដងហើយមានណាត្រូវបាន Kairin នឹងគឺធាក់មួយជើងធ្លាក់ទៅដល់ក្រោមវិញស្របពេលហ្នឹងពួកគេក៏បានចាប់អារម្មណ៍ថាដូចជាមានមនុស្សហ្នឹងគឺឈរកវីដៃនៅមួយផ្នែកនៅលើភ្នំឯណោះហើយពួកគេក៏មិនដឹងថាជាពីណាគេនោះទេប៉ុន្តែគឺថា Ichigo នឹងគឺចាប់អារម្មណ៍ថានឹងគឺជា Rookie នឹងឯងឃើញបែបនេះ Kairin ជាមួយនឹង Suyu ក៏បានសួរទៅកាន់ Ichigo ថា Ichigo នឹងគឺស្គាល់នាងមែន Ichigo ក៏បាននិយាយថាគាត់នឹងគឺអត់ស្គាល់នោះទេហើយបើទោះបីជា Kairin នឹងគឺសួរយ៉ាងណាក៏ដោយ Ichigo ក៏នៅតែនិយាយថាគាត់នឹងគឺអត់ស្គាល់នោះទេតែតែនិយាយថាចាំគាត់នឹងគឺទៅសួរនាងដោយខ្លួនឯងហើយដែលបានជានាងនឹងមកឈរនៅកន្លែងហ្នឹងប៉ុន្តែវាគ្រាន់តែជាការល្បីរបស់ Ichigo តែប៉ុណ្ណោះបន្ទាប់ពី Ichigo ដើរទៅបាត់ហ្នឹងយើងបានឃើញថា Kairin បានប្រាប់ទៅកាន់ Suyu ថាបន្តិចទៀតហ្នឹងគឺថាពេលវេលាល្អរបស់គ្រួសាររបស់ពួកគេហ្នឹងនឹងមកដល់ឆាប់ហ្នឹងហើយកាន់មកលេង Ichigo ជាមួយនៅ Rookie A យើងបានឃើញថា Ichigo បានសួរទៅកាន់ Rookie A ថាហេតុដែលបានជានាងគឺតាមខ្ញុំមកដល់ទីនេះ Rookie បាននិយាយផងដែរថាបើសិនបើជា Ichigo ហ្នឹងគឺមកដល់លេងតែគ្រួសារខ្លួនឯងចឹងបើមិនមានវត្តមាននាងនោះចឹងបើសិនបើជា Hollow ចេញមកហ្នឹងតើគាត់កំចាត់ដល់របៀបណាទៅចឹងគឺតើតាមាននាងនៅក្បែរទៅអាចកំចាត់ទៅលើ Hollow ហ្នឹងបាន Rookie បានសួរទៅកាន់ Ichigo ថា Ichigo នឹងខឹងនាងមែនហើយ Ichigo បាននិយាយថាគាត់នឹងក៏បានខឹងនោះទេនាងបានសួរថាចោះកែង Ichigo និយាយថាមានអ្នកសម្លាប់ម្ដាយរបស់ Ichigo មែន Ichigo បាននិយាយថាគាត់មិនបាននិយាយនោះទេ Ichigo បាននិយាយបន្តទៀតផងដែរថាគាត់គឺមិនដែលលើកនិយាយអំពីរឿងទាំងអស់នេះនោះទេហើយបំភ្លេចវាចោលទៅ Rookie បាននិយាយផងដែរថាតើឯងនឹងគឺបាននិយាយថាឯងនឹងគឺអាចមើលឃើញនៅព្រលឹងវិញ្ញាណតាំងពីក្មេងមកម្លេះដោយហេតុនេះឯងគឺអាចមើលឃើញនៅព្រលឹងវិញ្ញាណតាំងពីតូចមកមែនទេចឹងហើយគឺបានន័យថា Hollow ដែលបានតាមឯងនោះវាគឺបានសម្លាប់នៅម្ដាយរបស់ឯងបាននិយាយអំពីខាងវិញ្ញាណវិញអញ្ចឹងគឺបានន័យថាអ្នកដែលបានសម្លាប់ទៅលើម្ដាយរបស់ឯងគឺមិនមែនជាមនុស្សនោះទេដែលគេគឺជាពពួកវិញ្ញាណនោះឯង Ichigo បាននិយាយផងដែរថាឲ្យគាត់នឹងគឺសុំទោសផងដែរធ្វើឲ្យ Rookie នឹងគឺខកបំណងអំពីការគិតរបស់ខ្លួនតែមកទៅម្ដាយរបស់ខ្ញុំគឺមិនបានស្លាប់ដោយសារតែ Hollow អីនោះទេតាមពិតទៅគាត់គឺបានស្លាប់ដោយសារតែខ្លួនខ្ញុំតែប៉ុណ្ណោះកាត់មកកន្លែង Hime ជាមួយនឹង Tatsuki វិញដែល Hime គឺចង់ដឹងអំពីរឿងរបស់ Ichigo តាំងពីតូចខ្លាំងមែនទែនដែលចង់ឲ្យ Tatsuki នឹងគឺនិយាយប្រាប់នាងដោយ Tatsuki ក៏បានសើចខ្លាំងមែនទែននៅពេលដែលឮថា Hime នឹងនិយាយថា Ichigo នឹងគឺជាវីរបុរសការពារភពផែនដី Tatsuki ក៏បាននិយាយផងដែរថានៅពេលដែលគាត់គឺបានជួបជាមួយនឹង Ichigo លើកដំបូង
គាត់គឺហាក់បីដូចជាស្គមស្គាំងខ្លាំងមែនទែនហើយមិនមានកម្លាំងកំហែងនោះទេហើយវាគឺពិតជាអស្ចារ្យខ្លាំងមែនទែនដល់ពេលដែលឃើញនៅស្នាមញញឹមរបស់គាត់ប៉ុន្តែវាគឺជារឿងអស់សំណើចខ្លាំងមែនទែនព្រោះថាខ្ញុំគឺជាមនុស្សលើកដំបូងហើយដែលបានវាយនៅវីរបុរសម្នាក់ហ្នឹងឲ្យចេះយំប៉ុន្តែអ្វីដែលធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលនោះនៅពេលដែលគេបានសម្លឹងឃើញនៅម្ដាយរបស់គេលើកទឹកចិត្តហើយនោះគេក៏បានញញឹមវិញគាត់គឺហាក់បីដូចជាទន់ខ្សោយខ្លាំងមែនទែនប៉ុន្តែវាហាក់បីដូចជាគាត់គឺមានជាមួយនឹងពេលវេលាល្អដ៏អស្ចារ្យខ្លាំងណាស់ហើយគាត់គឺតែងតែសប្បាយចិត្តហើយនៅពេលដែលពួកគេមានអាយុ9ឆ្នាំម្ដាយរបស់ Ichigo ក៏ត្រូវបានស្លាប់ចាប់តាំងពីពេលនោះមក Ichigo គឺមិនដែលមកសាលានោះទេដល់ហេតុនេះខ្ញុំក៏បានទៅរកគេនឹងឃើញថាគេនៅកន្លែងទន្លេមួយកន្លែងដែលម្ដាយរបស់គេបានស្លាប់គេគឺតែងតែដើររកម្ដាយរបស់គេជារៀងរាល់ថ្ងៃចាប់ពីពេលនោះមក Ichigo គឺហាក់បីដូចជាស្វាដែលតាមតោងនៅម្ដាយរបស់គេជារៀងរាល់ថ្ងៃដែលធ្វើឲ្យគេនឹងគឺមិនអាចកែប្រែនៅចរិតរបស់គេបាននោះទេចឹងហើយនៅពេលដែលគេសប្បាយចិត្តវាគឺជាពេលមួយដែលគេពិបាកចិត្តខ្លាំងបំផុតហើយអ្វីដែលតាស៊ូគីចង់បាននៅពេលនេះនោះគឺជា Ichigo ដែលគេធ្លាប់ឃើញពីមុនមកកាត់មកកន្លែង Rocky នាងក៏បានស្មាយឃើញនៅពេលសម្ដីរបស់ Ichigo ហើយនាងក៏បានគិតផងដែរថានាងនឹងគឺពិតជាល្ងងខ្លាំងមែនទែនពេលហ្នឹងគូនក៏បានចេញពីកាតាបរបស់នាងហើយនាងក៏បាននិយាយថាយើងនឹងគឺមិនបានប្រាប់ឲ្យឯងចេញនោះទេដោយគូនក៏បាននិយាយផងដែរថាប៉ុន្តែនៅកន្លែងនេះគឺវាក្តៅខ្លាំងណាស់ចឹងគួរទៅផ្ទះវិញទៅ Rocky ក៏បាននិយាយថាដោយសារតែនាងគឺនៅទីនេះគឺដើម្បីមើល Ichigo នឹងឯងពួកគេគឺត្រូវតែនៅក្បែរ Ichigo ព្រោះថាបើសិនបើជា Hollow ចេញមកនោះវាអាចនឹងយឺតពេលគូនក៏បាននិយាយផងដែរថាមើលទៅពួកគេគិតតែពី Hollow នឹងឯងពេលហ្នឹងនាងក៏បានចាប់អារម្មណ៍ថាមាន Soul Reaper ម្នាក់នៅកន្លែងហ្នឹងហើយនាងក៏បានដើរទៅជួបគេអាពេលហ្នឹងក៏បាននិយាយថាមើលទៅគាត់នឹងគឺដូចជាគេមិនសូវលក់សោះនៅពេលដែលឃើញមនុស្សមកអញ្ចឹងហើយតាមពិតទៅតាមដានគេសោះហ្នឹងណាគូនក៏បានលោតចុះពីកាតាបថែមទាំងចាប់បានផងដែរថានឹងគឺជា Soul Reaper ថែមទាំងត្រៀមជាមួយនៅឱកាសនេះដើម្បីរត់ទៅប្រាប់ទៅកាន់ Ichigo ទៀតកាត់មកលេ Ichigo វិញគាត់ក៏បាននិយាយថាថ្ងៃស្អែកយើងនឹងជួបគ្នាហើយគាត់ក៏បានស្មាយឃើញនៅពីអតីតកាលរបស់គាត់នៅពេលដែលម្ដាយរបស់គាត់ស្លាប់តាមមកទៅពួកគេគឺបានដើរតាមផ្លូវធម្មតានោះទេប៉ុន្តែនៅពេលដែលពួកគេបានដើរមកដល់កន្លែងស្ទឹងមួយហ្នឹងគឺថា Ichigo គឺបានជួបជាមួយនឹងក្មេងស្រីម្នាក់ហើយក៏ដោយសារតែចិត្តចង់ជួយគាត់ក៏បានទៅជួយទៅកាន់ក្មេងស្រីម្នាក់ហ្នឹងដែលបំរុងនឹងលោតទឹកសម្រាប់ខ្លួនប៉ុន្តែតាមពិតទៅវាគ្រាន់តែជាល្បិចរបស់បិសាចតែប៉ុណ្ណោះហើយបិសាចក៏បានសម្លាប់ទៅលើម្ដាយរបស់ Ichigo ហើយចាប់តាំងពីពេលនោះមក Ichigo គឺតែងតែបន្តខ្លួនឯងថាដោយសារតែគាត់ទៅបានជាម្ដាយរបស់គាត់ស្លាប់កាន់មកកន្លែងខារៀនជាមួយនឹង Suyu ដោយ Suyu បានបួងសួងប្រាប់ទៅកាន់ម្ដាយរបស់ខ្លួនថាតាំងពីម្ដាយស្លាប់ទៅគ្រួសាររបស់ពួកគេនឹងគឺធ្វើបានល្អខ្លាំងមែនទែនរួមទាំង Ichigo ផងដែរពួកគេគឺពិតជាសប្បាយចិត្តនឹងមិនដែលកើតទុកអីនោះទេហើយរស់នៅក៏បានល្អផងដែរដល់ពេលហ្នឹង Suyu ក៏បានយំដោយខៃរិនក៏បានទៅលួងប្អូនរបស់ខ្លួនដែលបាននិយាយថាហេតុអីបានជាឯងយំអញ្ចឹងមួយវិញទៀតឯងគឺតែងតែយំនៅបែបនេះជារៀងរាល់ឆ្នាំនៅពេលដែលមកដល់ទីនេះហើយដោយដែលឯងដឹងចឹងដល់ពេលនេះពួកយើងគឺមានអាយុ11ឆ្នាំហើយអញ្ចឹងបានន័យថានៅក្នុងឆ្នាំនេះពួកយើងគឺធំអស់ហើយកាត់មកកន្លែង Rocky វិញដល់ពេលម្នាក់នេះគឺស្គាល់ច្បាស់ខ្លាំងមែនទែនអំពីប្រវត្តិរបស់ Rocky ដែលនាងគឺជាកូនស្រីរបស់ត្រកូល Rokichi ចឹងហើយទៅបានជានៅក្នុងសាលានាងគឺមានឈ្មោះល្បីល្បាញខ្លាំងមែនទែនបើទោះបីជានាងនឹងខ្សោយជាងគេក៏ពិតមែនដល់ពេលម្នាក់ហ្នឹងក៏បានណែនាំនៅឈ្មោះរបស់គាត់ថាគាត់មានឈ្មោះថា Saido ដែលមនុស្សគ្រប់គ្នាគឺតែងតែហៅគាត់ថាគឺជាមនុស្សម្នាក់ដែលរស់រាយខ្លាំងមែនទែនប៉ុន្តែ Rocky ក៏បាននិយាយថានាងនេះក៏ស្គាល់នោះទេដែលបានធ្វើគាត់ខកចិត្តខ្លាំងមែនទែនកាត់មកកន្លែងគូនវិញគេក៏បានដើរមកជួបជាមួយនឹង Ichigo តែប្រាប់ទៅកាន់ Ichigo ថា Rocky នឹងគឺកំពុងតែមានគ្រោះថ្នាក់ហើយកាត់មកកន្លែង Rocky វិញ Saido ក៏បាននិយាយផងដែរថាបើឃើញថា Rocky នឹងក៏ទៅវិញអញ្ចឹងប្រហែលជា Rocky នឹងគឺកំពុងតែមានស្នេហានៅឋានមនុស្សហើយដល់ឃើញថា Saido និយាយទៅប៉ែខ្លាំងពេកនាងក៏បានវាយតែម្ដងដល់ឃើញថានាងគឺមិនសូវចេះនិយាយច្រើនហើយក៏ជាមនុស្សមួយម៉ាត់ទៀតនោះគាត់ក៏បានត្រៀមខ្លួនដូចគ្នាដល់ Rocky ក៏បាននិយាយហេតុផលច្រើនខ្លាំងមែនទែនដើម្បីបាននៅទីនេះប៉ុន្តែ Saido ក៏បាននិយាយថាទីក្រុងបលឹងនឹងគឺមិនយល់ព្រមនោះទេដោយអស់ជំរឿ Saido ក៏បានគិតថាគាត់នឹងគួរតែចាប់ Rocky ទៅវិញតែម្ដងហើយស្របពេលហ្នឹងផងដែរ Ichigo ក៏បានមកដល់ដូចគ្នាពេលហ្នឹង Saido គឺភ្ញាក់ផ្អើលខ្លាំងមែនទែននៅពេលដែលឃើញថា Ichigo នឹងក៏អាចមើលខ្លួនឃើញអញ្ចឹងនៅពេលហ្នឹងគឺថា Saido ក៏បានបដូរគំនិតពីការចាប់ Rocky ទៅវាយទៅកាន់ Ichigo វិញ Ichigo គឺបានកិច្ចឡើងពេញហ្នឹងតែម្ដងហើយថែមទាំងប្រាប់ទៅកាន់គូនឹងឲ្យខ្ជាអាស្ករគ្រាប់នឹងមកតែគូនឹងគឺអត់យល់នោះទេដល់ពេលនេះ Ichigo ក៏បានយកដៃនឹងញាត់ទៅកាន់មាត់របស់គូនឹងចាប់យកស្ករគ្រាប់នឹងដោយខ្លួនឯងតែម្ដងហើយព្រលឹងរបស់ពួកគេក៏បានផ្លាស់ប្ដូរគ្នាហើយបើទោះបីជា Ichigo នឹងអាចប្រែកាយទៅជា Soul Reaper បានក៏ពិតមែនប៉ុន្តែគាត់គឺមិនអាចវាយឈ្នះជាមួយនឹង Saido នោះទេក៏ដោយសារតែគាត់នឹងគឺមានបទពិសោធន៍ច្រើនជាងកាត់មកកន្លែងប្អូនរបស់ Ichigo ទាំងពីរនាក់វិញដោយ Hollow ក៏បានដើរមកដល់កន្លែងហ្នឹងថែមទាំងចាប់ទៅលើពួកគេទាំងពីរនាក់ទៀតផងកាត់មកកន្លែង Ichigo វិញស្របពេលដែលពួកគេកំពុងតែវាយគ្នាដោយ Rocky បានប្រាប់ផងដែរថានៅពេលនេះគឺមាន Hollow គឺបានលេចឡើងនៅកន្លែងហ្នឹងហើយពួកគេក៏បានផ្អាកដូចគ្នាហើយមូលហេតុដែលពេល Saido នឹងផ្អាកហ្នឹងក៏ដោយសារទូនទីរបស់គាត់ហ្នឹងគឺជា Soul Reaper នឹងឯងចឹងហើយទៅបានជាគាត់ហ្នឹងក៏ឈប់វាយដូចគ្នាហើយពេលហ្នឹងផងដែរពួកគេក៏បាននាំគ្នារត់សម្ដៅទៅកន្លែង Hollow នឹងទាំងអស់គ្នាតែម្ដងដើម្បីបញ្ញាបានជួយទៅកាន់មនុស្សទាំងពីរនាក់ហ្នឹង
ហើយកាត់មកកន្លែងបងអូនគឺរបស់គេទាំងពីរនាក់នេះវិញពីនឹងត្រូវបានហូឡូហ្នឹងគឺសម្លាប់ហើយយើងក៏បានឃើញថាកៃរិនជាមួយនឹងសូយូបំរុងនឹងត្រូវបានហូឡូនឹងសម្លាប់ហើយអេជីហ្គោក៏បានមកកាប់ទៅលើហូឡូនឹងមួយដែរអេជីហ្គោគឺជួយបានត្រឹមតែសូយូតែប៉ុណ្ណោះចំណែកកៃរិនគឺនៅនឹងដៃរបស់ហូឡូនឹងដដែលនោះទេស្របពេលហ្នឹងហូឡូនឹងបានបញ្ចេញជាមួយនឹងអាក្បាលរបស់វានឹងបញ្ចេញទៅជារូបរាងមនុស្សម្នាក់ដែលគេនឹងគឺជាមនុស្សម្នាក់ដែលអេជីហ្គោនឹងគឺបានជួបនៅពេលដែលម្ដាយរបស់គេស្លាប់អេជីហ្គោក៏បាននិយាយផងដែរថាតើឯងមែនហើយវានឹងក៏បាននិយាយផងដែរថារឿងកន្លងផុតហួសទៅហើយយើងនឹងក៏ចាំថាឯងនឹងគឺជាពីណាគេនោះទេរ៉ូគីក៏បាននិយាយផងដែរថាអេជីហ្គោឯងនឹងកុំប្រាប់ថាគេអេជីហ្គោក៏បាននិយាយផងដែរថាមែនហើយគឺជាគេដែលជាមនុស្សស្រីម្នាក់ដែលនៅចូលមាត់បឹងដែលស្របពេលដែលខ្ញុំទៅជួយគេម្ដាយរបស់ខ្ញុំក៏ត្រូវបានស្លាប់នៅពេលដែលរ៉ូគីគឺបានឃើញជាមួយនឹងក្បាលរបស់ហូឡូនឹងដែលបានឡាយទៅជារូបមនុស្សដែលធ្វើជានុយសម្រាប់ឲ្យមនុស្សដែលមើលជាមួយនឹងវិញ្ញាណបាននោះហើយគឺបានជានាងគឺអញនឹកឃើញជាមួយនឹងហូឡូមួយដែលបានរត់គេចពីពពួកសូរ៉េពើនឹងតាំងពី50ឆ្នាំមុនមកម្លេះមួយវិញទៀតគឺថាហូឡូនឹងគឺបានលាក់ខ្លួនជា50ឆ្នាំមកហើយដែលមានបណ្ណាគេនឹងគឺអាចរកឃើញនោះទេមួយវិញទៀតវាគឺថែមទាំងអាចបញ្ឆោតទៅជានុយដើម្បីធ្វើឲ្យមានជាមួយបុគ្គលណាម្នាក់ដែលមានជាមួយនឹងកម្លាំងនៃវិញ្ញាណខ្ពស់នោះអាចមើលឃើញជាមួយនឹងវិញ្ញាណរបស់ហូឡូនឹងដែលហើយនេះវាអាចមានឱកាសសម្រាប់ទៅលើបរិសម្នាក់នឹងដោយអាហារដែលហូឡូនឹងគឺចូលចិត្តជាងគេគឺជាមនុស្សស្រីនោះឯងដែលវាក៏បានពួកអេជីហ្គោក៏បាននឹកឃើញនៅបណ្ដាយរបស់គាត់ដោយហូឡូនឹងក៏បាននិយាយផងដែរថាតាមពិតទៅគាត់នឹងគឺមានគោលបំណងក្នុងការសម្លាប់ទៅលើអេជីហ្គោតែប៉ុណ្ណោះប៉ុន្តែមិនដឹងថាហេតុផលអ្វីនោះទេទៅបានជាម្ដាយរបស់អេជីហ្គោនឹងគឺមានរសជាតិឈ្ងុយឆ្ងាញ់ជាងអេជីហ្គោទៀតដែលហេតុនេះទៅបានជាម្ដាយរបស់អេជីហ្គោនឹងគឺត្រូវបានស្លាប់ដោយសារតែស្នាដៃរបស់ហូឡូមួយនឹងថែមទាំងនិយាយផងដែរថាអេជីហ្គោនឹងគឺជាមនុស្សសំណាងទៀតដែលមិនបានត្រូវគាត់នឹងគឺត្រូវបានសម្លាប់អេជីហ្គោគឺពិតជាខឹងខ្លាំងមែនទែនតាមទៅវិបហាទៅលើហូឡូមួយនឹងប៉ុន្តែដូចដែលយើងនឹងចឹងអាហូឡូមួយនឹងវាបានស៊ីជាមួយនឹងពលឹងច្រើនខ្លាំងមែនទែនចឹងហើយសមត្ថភាពរបស់វាក៏ខ្លាំងដែរអេជីហ្គោគឺបានព្យាយាមវាយទៅលើហូឡូច្រើនខ្លាំងមែនទែនប៉ុន្តែគឺមិនអាចធ្វើអីទៅលើវាបាននោះទេស្របពេលហ្នឹងហូឡូបានបំលែងជាមួយនឹងរាងកាប់វាទៅជាសក់ច្រើនខ្លាំងមែនទែនទៅចាប់ពាត់ជាមួយនឹងអេជីហ្គោរូគីក៏បានប្រើជាមួយនឹងធម្មពលរបស់ខ្លួនដើម្បីទៅចាប់ទៅលើហូឡូនឹងប៉ុន្តែដោយសារតែធម្មពលរបស់នាងថយចុះចឹងនាងគឺមិនអាចប្រើវាបានខ្លាំងនោះទេត្រូវបានហូឡូនឹងគឺវាយត្រូវស្មារបស់នាងមួយចំហៀងថែមទាំងនិយាយថាកុំឲ្យនាងគឺមកជ្រៀតជ្រែងអីស្របពេលបានចាប់ទៅលើពួកគេទាំងពីរនាក់ហើយហូឡូក៏បាននិយាយផងដែរថាយើងនឹងលេបជាមួយនឹងក្មេងស្រីម្នាក់នេះមុនស្របពេលហ្នឹងសៃដូក៏បានទៅជួយទៅលើអេជីហ្គោជាមួយនឹងខៃរិនដោយនៅពេលដែលពួកគេគឺបានដោះខ្លួនរួចហើយហូឡូនឹងបានវាយទៅកាន់ខៃរិនម្ដងទៀតដែលបានធ្វើឲ្យសៃដូនឹងទៅរងថែមទាំងធ្វើឲ្យគាត់នឹងគឺត្រូវរបួសធ្ងន់ខ្លាំងមែនទែនអេជីហ្គោបានសួរថាហេតុអីបានជាលោកធ្វើបែបហ្នឹងដោយសៃដូបាននិយាយផងដែរថាទោះបីជាគាត់គឺមានទួនាទីក្នុងការមកចាប់ពួកគេត្រឡប់ទៅវិញក៏ពិតមែនប៉ុន្តែមនុស្សដែលមិនដឹងអីពួកគេគឺមិនដឹងអីនោះទេហើយហេតុនេះគាត់គឺត្រូវតែការពារពួកគេជីហ្គោបានសួរទៅការរ៉ូគីថាតើសូរ៉េភើនឹងគឺជាស្លាប់ដែរមែនដោយនៅពេលហ្នឹងនាងក៏បាននិយាយបងដែរថាទោះបីជាកម្រិតខុសគ្នាក៏ដោយក៏អាចនឹងស្លាប់បានដែរប៉ុន្តែតើមើលទៅគឺថាពេលហ្នឹងគឺមិនបានស្លាប់នោះទេបែរជាដេកលក់ទៅវិញពេលហ្នឹងគូនក៏បានមកដល់កន្លែងហ្នឹងដូចគ្នាដោយរ៉ូគីបានប្រាប់គូនថាឲ្យយកក្មេងៗហ្នឹងទៅចាក់ចេញពីកន្លែងហ្នឹងឲ្យលឿនទៅហើយគូនបានសួរថាតើបានជានាងគឺនៅកន្លែងហ្នឹងដោយនាងបាននិយាយបងដែរថានាងគឺត្រូវតែនៅកន្លែងហ្នឹងព្រោះថាអេជីហ្គោគឺត្រូវការនាងពេលហ្នឹងអេជីហ្គោបានប្រាប់ឲ្យរ៉ូគីនេះចាក់ចេញពីកន្លែងហ្នឹងទៅដោយគាត់នឹងទប់ទល់ជាមួយនឹងហូឡូនឹងដោយខ្លួនឯងប៉ុន្តែរ៉ូគីបាននិយាយផងដែរថាហូឡូនឹងគឺវាគឺបានប្រឆាំងជាមួយពួកសូរ៉េភើជាង50ឆ្នាំហើយចឹងហើយដូចជាសមត្ថភាពដូចជាអេជីហ្គោនឹងគឺមិនបាច់យកឈ្នះខ្លាំងមែនទែនស្របពេលហ្នឹងពួកគេក៏បានច្បាំងគ្នាតែម្ដងហើយអេជីហ្គោគឺបានព្យាយាមវាយទៅកាន់ហូឡូនឹងខ្លាំងមែនទែនហើយបើទោះបីជាគាត់ព្យាយាមយ៉ាងណាក៏ដោយក៏ពិបាកនឹងវាយទៅលើហូឡូនឹងខ្លាំងមែនទែននៅពេលដែលគាត់ក៏លេចមកបន្តិចហូឡូនឹងក៏បានបាត់តែម្ដងហើយគាត់ក៏បានដឹងផងដែរថាហូឡូនឹងគឺមានល្បឿនលឿនជាងគាត់ទៅទៀតហូឡូក៏បាននិយាយថាឯនេះគឺកុំព្យាយាមអីឯងគ្មានសមត្ថភាពក្នុងការកម្ចាត់យើងនោះទេដោយអេជីហ្គោបាននិយាយថាឯនេះគឺបិទមាត់ទៅយើងគឺមិនមែនទុនខ្សោយដូចដែលឯងបានដឹងនោះទេហូឡូបាននិយាយផងដែរថានៅពេលដែលម្ដាយរបស់ឯងស្លាប់ទៅតើស៊ូយូរបស់ឯងនាងពិបាកចិត្តយ៉ាងណាទៅហើយចោះតើខៃរៀនរបស់ឯងនាងឯកាប៉ុណ្ណាទៅមួយវិញទៀតឯងគឺត្រូវតែការពារពួកគេអេជីហ្គោបាននិយាយផងដែរថាយើងដឹងច្បាស់ហើយយើងនឹងការពារទៅលើពួកគេហើយយើងនឹងសម្លាប់ឯងតាមទៅរត់ទៅវិបហាទៅលើហូឡូប៉ុន្តែហូឡូក៏បានចេញនៅពីក្រោយគាត់តាមទាំងនិយាយផងដែរថាតើមិត្តភក្តិរបស់ឯងពីមុនហ្នឹងគឺមិនបាននិយាយប្រាប់ឯងទេអីថាឯងគួរតែប្រយ័ត្នខ្លួននៅពេលដែលច្បាំងជាមួយនឹងយើងហូឡូបានវិបហាទៅលើអេជីហ្គោប៉ុន្តែគាត់បានយកដាវរងជាប់ប៉ុន្តែហូឡូនឹងបានបញ្ចេញជាមួយនឹងកញ្ចក់របស់ខ្លួនចាក់ទៅលើអេជីហ្គោដែលធ្វើគាត់នឹងគឺត្រូវរបួសធ្ងន់ខ្លាំងមែនទែនហូឡូបានសួរទៅកាន់អេជីហ្គោថាតើឯងនឹងគឺធ្លាប់បានរត់ចូលក្នុងរូងតោប្រមាណដងហើយបើមើលទៅឯងគឺពិតជាល្ងងខ្លាំងមែនទែនចឹងហើយវាស័ក្តិសមដែលឯងនឹងគឺមិនអាចយកឈ្នះយើងបាននោះទេនៅពេលដែលជួបជាមួយនឹងគូសត្រូវឯងនឹងគឺមិនគិតខ្វល់អ្វីទាំងអស់ឯងគិតតែពីទម្លាក់អាវុធចុះនិងរត់ទៅច្បាំងគ្នានៅក្នុងរោងតោនឹងតែម្ដងហើយមើលទៅឯងនឹងគឺគ្មានយុទ្ធសាស្ត្រជាមុននោះទេរូគីក៏បានមកដល់ឋានទៅប្រាប់ទៅកាន់អេជីហ្គោឲ្យត្រឡប់ទៅវិញទៅអេជីហ្គោបាននិយាយផងដែរថានាងឆាប់ចេញទៅរូគីខ្ញុំនឹងសម្លាប់ទៅលើគេទោះបីជាដៃរបស់ខ្ញុំត្រូវដាច់ទោះបីជាជើងរបស់ខ្ញុំត្រូវបានហែកជាពីរខ្ញុំក៏នៅតែសម្លាប់គេហូឡូបាននិយាយផងដែរថានេះហើយគឺជាមូលហេតុដែលយើងនិយាយថាឯងនឹងត្រូវស្លាប់ព្រោះឯងគឺនៅក្មេងពេកឯងមិនទាន់ចេះកើតនោះទេឯ
ឯងអាចនឹងងាយបាត់បង់នូវសតិរបស់ឯងនឹងត្រូវស្លាប់ដោយសារស្នាដៃរបស់យើង Hollow បានបញ្ចេញជាមួយនឹងរាងកាយរបស់ម្ដាយរបស់ Ichigo ថែមទាំងនិយាយផងដែរថាឯងនឹងគឺធ្វើឲ្យម្ដាយរបស់ឯងខកចិត្តចំពោះឯងខ្លាំងណាស់តែឯងនឹងទេនៅពេលដែលឯងព្រមឲ្យជាមួយនឹងថាមពលរបស់ឯងឲ្យមកកាន់យើងនោះដូចជាការសង្គ្រោះនៅជីវិតម្ដាយរបស់ឯងចឹងប៉ុន្តែឯងក៏ធ្វើបែបនេះវាអាចនឹងបាត់បង់នូវកិត្តិយសនិងម្ដាយរបស់ឯងដូចគ្នារ៉ូគីបំរុងទៅជួយ Saido ក៏បានហាមឃាត់ថែមទាំងនិយាយផងដែរថានាងកុំទៅអីគេធ្វើបែបនេះគឺដើម្បីច្បាំងគ្នាជាមួយនឹង Hollow មួយនោះនឹងការពារនៅកិត្តិយសរបស់ខ្លួនឯងផងដែរកាត់មក Ichigo ដែលគាត់នឹងគឺស្ទាក់ស្ទើរខ្លាំងមែនតើក្នុងការវាយប្រហារទៅលើ Hollow មួយនឹងតែ Hollow នឹងថែមទាំងសួរទៅកាន់ Ichigo ថាតើនឹងហ៊ានលើកដៃសម្រាប់ទៅលើម្ដាយរបស់ឯងដែរទេប៉ុន្តែ Ichigo នឹងគឺមិនហ៊ាននោះទេដែលធ្វើវានឹងគឺជាឱកាសនឹងវាយប្រហារទៅលើ Ichigo ដែលបានចាក់ទៅលើ Ichigo បន្តទៀតដល់ពេលហ្នឹងម្ដាយរបស់ Ichigo ក៏បានបញ្ចេញពន្លឺដោយខ្លួនឯងតែម្ដងដល់ Hollow នឹងគឺមិនបានបញ្ជានោះទេហើយពេលហ្នឹងពួកគេក៏បានដឹងផងដែរថាម្ដាយរបស់ Ichigo នឹងគឺបានបញ្ចេញជាមួយនឹងកំណត់របស់គាត់ផ្ទាល់ខ្លួននៅពេលដែលគាត់គឺបានស្លាប់ដែលគាត់ទោបបន្សល់វាសម្រាប់និយាយជាមួយនឹង Ichigo ហើយសម្បីតែ Hollow នឹងគឺមិនអាចខាមគាត់បាននោះទេម្ដាយរបស់ Ichigo ក៏បាននិយាយផងដែរថាម៉ាក់គឺសប្បាយចិត្តនិងមានមោទនភាពសម្រាប់ឯងខ្លាំងមែនទែន Ichigo យើងបានជួបគ្នាម្ដងទៀតហើយម៉ាក់មិនដែលកប់បំណងចំពោះឯងនោះទេម៉ាក់គឺមានមោទនភាពចំពោះឯងនិងប្អូនផងដែរដែលពួកឯងអាចធ្វើវាបាននិងរឹងមាំមកដល់ពេលសពថ្ងៃម៉ាក់គឺសប្បាយចិត្តខ្លាំងមែនទែននៅពេលដែលឃើញនៅស្នាមញញឹមរបស់កូនហើយម៉ាក់គឺអរគុណកូនខ្លាំងមែនទែនដែលធ្វើឲ្យម៉ាក់គឺសប្បាយចិត្តម៉ាក់គឺមានមោទនភាពចំពោះកូនខ្លាំងមែនទែនហើយគាត់ក៏បានរលាយបាត់ទៅ Ichigo ក៏បាននិយាយផងដែរថាតាំងនេះវាគ្រាន់តែជាការញុះញង់តែប៉ុណ្ណោះចំពោះបិសាចមួយនេះប៉ុន្តែម្ដាយរបស់គាត់គឺបាននិយាយប្រាប់ខ្លួនរួចហើយដោយហេតុនេះមានតែដាវមួយគត់ដែលបញ្ចប់នៅចំវាំងនេះបាន Ichigo គឺបានសម្លាប់ទៅលើ Hollow នឹងគឺតែមួយប្រព្រឹត្តភ្នែកនោះទេ Hollow នឹងក៏បានហោះចេញពីកន្លែងហ្នឹងដោយវាបានបញ្ជាក់ថា Hollow នឹងគឺមិនទាន់បានស្លាប់នោះទេ Ichigo បំរុងនៅទៅតាមប៉ុន្តែគាត់នឹងគឺអស់កម្លាំងហើយប៉ុន្តែពេលហ្នឹងយើងក៏បានឃើញថា Rocky ក៏បានទៅហាមឃាត់តែ Ichigo នឹងក៏បាននិយាយផងដែរថាបើតាមមើលទៅវាគឺមិនទាន់បានស្លាប់នៅទេប៉ុន្តែ Rocky បាននិយាយថាគ្រប់គ្រាន់ហើយចម្បាំងនឹងគឺត្រូវបានបញ្ចប់ហើយលោកគឺសម្រាប់សិនទៅ Ichigo ក៏បានដួលសន្លប់នៅកន្លែងហ្នឹងតែម្ដង Saido ក៏បានមកដល់កន្លែងហ្នឹងដូចគ្នាតាមទាំងនិយាយផងដែរថាមើលទៅក្មេងប្រុសម្នាក់នេះគឺមាននៅធម៌ពលខ្លាំងមែនទែនគេមានជាមួយនឹងកម្លាំងនៃវិញ្ញាណខ្លាំងជាងណាទៀតមួយវិញទៀតគេមានជាមួយនឹងធម៌ពលនៃជីវិតរបស់គេនិយាយចំអាធម៌ពលនៃជីវិតហ្នឹងគឺបានន័យថាប្រភេទធម៌ពល Shadow Power Shadow ហ្នឹងគឺដូចគ្នាទៅនឹងសុងជីនប៊ូនឹងឯងអ្នកនរគ្នា Saido បាននិយាយបន្តទៀតផងដែរថាមួយវិញទៀតគឺថា Ichigo នឹងអាចខ្លាយទៅជាបិសាចនៅពេលអនាគតប៉ុន្តែវាគ្រប់គ្រាន់ហើយគាត់នឹងគឺចង់ឃើញតែប៉ុណ្្នឹងនោះទេហើយគាត់ក៏ចង់ទៅវិញដូចគ្នាព្រោះថាគាត់ក៏ងុយដេកដូចគ្នាមួយវិញទៀតគាត់គឺមិនចង់បំបែកជាមួយនឹងគូស្នេហ៍ដ៏ស្អិតល្មួតបែបនេះនោះទេដែលគាត់ក៏បាននិយាយផងដែរថាបើតាមខ្ញុំមើលទៅអាយុរបស់នាងក៏ឈានដល់អាយុដូចគ្នា Saido បានដើរចាក់ចេញពីកន្លែងហ្នឹងថែមទាំងនិយាយផងដែរថាវាគឺមិនអីនោះទេនៅពេលដែលគេរក Hollow នឹងឃើញគេនឹងដឹងដូចគ្នាកាន់មកកន្លែងភ្នៅសល់របស់ Ichigo ដោយគាត់នឹងក៏បានសុំទោសទៅកាន់ម្ដាយរបស់គាត់ដូចគ្នាដោយសារតែគាត់នឹងគឺមិនអាចសងសឹកបាននោះទេបន្ទាប់ពីពលរបស់គាត់បានចាក់ចេញទៅ Ichigo បាននិយាយផងដែរថា Rocky តែនាងកំពុងតែស្ដាប់ខ្ញុំនិយាយមែនខ្ញុំសូមពេលមួយរយៈជាតិដើម្បីខ្លាយទៅជា Soul Reaper ដោយសារតែខ្ញុំគឺចង់រឹងមាំជាងមុនមួយទៀតគឺខ្ញុំចង់ការពារទៅលើមនុស្សណាដែលត្រូវបាន Hollow វាយប្រហារហើយខ្ញុំនឹងសម្លាប់ទៅលើ Hollow ទាំងនោះហើយបើមិនជាខ្ញុំគឺមិនធ្វើបែបនេះនោះទេខ្ញុំគឺមិនមានមុខនឹងគឺទៅប្រឈមមុខជាមួយនឹងម្ដាយរបស់ខ្ញុំនោះទេដោយ Rocky នឹងគឺពិតជាមន្តនភាពចំពោះ Ichigo ខ្លាំងមែនទែនបន្តនៅសាច់រឿងដល់ផ្ទះរបស់ Ichigo Hime ក៏បានមកដល់កន្លែងនឹងដូចគ្នាដោយនាងក៏បានធ្វើជាមួយនឹងការវិការខ្មោចនឹងឲ្យ Ichigo បានឃើញតាមទស្សនវិជ្ជា Ichigo ថា Ichigo នឹងដូចជាអត់មានសប្បាយចិត្តទាល់ទីសោះមួយវិញទៀត Totsuki ក៏បានចូលរួមជាមួយនឹងកម្មវិធីមួយនឹងផងដែរហើយនាងក៏បាននិយាយថានាងគឺចង់ឲ្យ Ichigo ចូលរួមជាមួយនឹងកម្មវិធីនឹងដែរដែលវាគឺជាកម្មវិធីតាមចាប់វិញ្ញាណខ្មោចនឹងឯងពេលហ្នឹង Masaru ជាមួយនឹង Sado និងគ្នារបស់ Ichigo ក៏បានមកកន្លែងនឹងដូចគ្នាថាទៅធ្វើការវិការនឹងទាំងអស់គ្នាទៅ Ichigo នឹងគឺកៀងតែម្ដងហើយពួកគេក៏បានរៀបចំក្នុងការទៅចូលរួមនៅក្នុងកម្មវិធីមួយហ្នឹងដោយកម្មវិធីមួយហ្នឹងគេនឹងចាក់ផ្សាយនៅក្នុងយប់នេះឯងដោយគេក៏មានជាមួយនឹងការ live ផ្ទាល់ផងដែរហើយពួកគេក៏បាននិយាយថា Rocky ក៏បានចូលរួមនៅក្នុងកម្មវិធីនឹងដូចគ្នាហើយ Rocky នឹងក៏បានមកដល់ Ichigo នឹងគឺពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែននឹកស្មានថា Rocky នឹងក៏ចូលរួមដែរហើយ Ichigo នឹងគឺមិនពេញចិត្តនៅកម្មវិធីមួយនេះនោះទេក៏ប៉ុន្តែក៏រិះសាតែឪពុករបស់គាត់ជាមួយនឹងប្អូនរបស់គាត់នឹងគឺចូលចិត្តនៅកម្មវិធីនេះខ្លាំងមែនទែនដោយហេតុនេះគាត់ក៏បានចូលរួមផងដែរម្ចាស់កម្មវិធីបានប្រកាសផងដែរថាកន្លែងនេះគឺមានអារម្មណ៍ថាវាគឺធំក្លិននៅព្រលឹងវិញ្ញាណដោយហេតុនេះពួកគេក៏ត្រៀមខ្លួនដើម្បីចាប់នៅវិញ្ញាណមួយនឹងដោយម្ចាស់កម្មវិធីក៏ថែមទាំងនិយាយបន្តទៀតផងដែរថានៅយប់នេះខ្ញុំនឹងធ្វើឲ្យអ្នកនរគ្នាឮនៅសំឡេងវិញ្ញាណនោះស្រែកនៅខាងក្រៅកម្មវិធីវិញនិយាយបន្តថា Hime បានមកសុំទោសទៅកាន់ Ichigo ក៏ដោយសារតែនាងគឺទើបដឹងថា Ichigo នឹងគឺមិនពេញចិត្តនៅកម្មវិធីមួយនេះនោះទេហើយនាង
នាងធ្វើបែបនេះនៅពេលដែលហៅ Ichigo មកកាន់កម្មវិធីនេះវាដូចជាការរំខានទៅកាន់ Ichigo អញ្ចឹង Ichigo បានកើតក្នុងចិត្តផងដែរថាមើលទៅមនុស្សទាំងអស់នេះគឺពិតជាទំនេរខ្លាំងមែនទែនសុខចិត្តចាយពេលវេលាមកមើលកម្មវិធីអត់ប្រយោជន៍អញ្ចឹងទៅវិញហើយសូម្បីតែ Rukia ដែលជាយមទូតហ្នឹងក៏ធ្វើសកម្មភាពប្លែកៗដែរដែលធ្វើឲ្យ Ichigo ហ្នឹងគឺពិតជាតឹងចិត្តខ្លាំងមែនទែន Ichigo បានសួរទៅកាន់ Ruki ថាតើវិញ្ញាណដែលនៅក្នុងមន្ទីរពេទ្យបែបនេះនៅពេលដែលទុកចោលយូរអញ្ចឹងតើវាអាចក្លាយជាបលឹងអាក្រក់ដែរអត់ Ruki ក៏បាននិយាយថាវិញ្ញាណដែលទុកចោលបែបនេះវាគឺមិនអីនោះទេវាគឺជាវិញ្ញាណដែលមានស្ថិរភាពមួយវិញទៀតវាគឺជាប្រភេទវិញ្ញាណ Chibaku Spirit ដែលវិញ្ញាណបែបនេះគឺថាពួកគេគឺត្រូវបានរកឃើញទៅដោយ Soul Society ឬមួយក៏ Soul Reaper មួយវិញទៀតពួកគេគឺមិនអាចធ្វើអ្វីទៅលើពួកគេទាំងអស់គ្នាបាននោះទេលុះត្រាតែពួកយើងទៅឈ្លានពាននៅទឹកដីរបស់ពួកវាមួយវិញទៀតបលឹង Chibaku នេះគឺថាពួកវានឹងអាចនឹងក្លាយទៅជា Holo ដូចគ្នាប៉ុន្តែ Holo ប្រភេទ Chibaku បែបនេះគឺមិនធ្វើបាបទៅលើអ្នកណានោះទេមូលហេតុក៏ដោយសារតែពួកវាគ្រាន់តែបាត់បង់នៅបេះដូងរបស់វាតែប៉ុណ្ណោះហើយវាក៏ខ្លាយទៅជាភាវៈដែលសាមញ្ញមួយហើយបើសិនបើជាយើងធ្វើឲ្យវាកាន់តែខឹងនោះប្រកាសណាស់វានឹងខ្លាយទៅជា Holo យ៉ាងពេញលេញតែ Holo នោះគឺជាប្រភេទ Holo ដែលពាក់ម៉ាស់នឹងឯងមួយវិញទៀតនៅពេលដែលមនុស្សស្លាប់ហើយពួកគេនឹងកាត់ចេញពីខ្សែនៃជោគវាសនារបស់ពួកគេហើយពួកគេនឹងដើរតាមផ្លូវរបស់ Soul Reaper នឹងឯងក៏ប៉ុន្តែប្រសិនបើជាពួកគេស្ទាក់ស្ទើរនិងសោកស្ដាយនោះពួកគេនឹងត្រូវបានចងនៃចង្វាក់នៃភាពសោកស្ដាយរបស់ពួកគេដែលវាគឺពាក់ព័ន្ធជាមួយនឹងការទន្ទឹងរង់ចាំយូរដែលមិនអាចទ្រាំបានហើយពួកគេនឹងក្លាយទៅជាបលឹងអាក្រក់ Ichigo បំរុងនឹងទៅខាត់ទៅកាន់អបិកានជីនឹងឲ្យហើយប៉ុន្តែ Ruki ក៏បានខាត់ដែលគិតថាបើសិនបើជីគេមិនដឹងនោះគេនៅតែបន្តធ្វើវានឹងឯងកាត់មកកន្លែងកានជីគេបានប្រើជាមួយដបងរបស់ខ្លួនដើម្បីទៅចាក់ទៅកាន់បលឹងមួយនឹងប៉ុន្តែយើងបានឃើញថាបលឹងមួយនឹងគឺបានស្រែកជាមួយនឹងការឈឺចាប់ខ្លាំងមែនទែនហើយជាមួយសម្លេងមួយនេះសូម្បីតែ Kairin ជាមួយនឹង Sado ក៏បានឮផងដែរឃើញថាបលឹងមួយនឹងជើខ្លាយទៅជាបលឹងអាក្រក់ Ichigo បានទៅខាត់ប៉ុន្តែត្រូវបានសន្តិសុខនឹងគឺចាប់ក៏ទ្រប់ឡើងពេញនឹងតែម្ដងហើយប៉ុន្តែពេលហ្នឹង Ruki បំរុងទៅវាយ Ichigo ដើម្បីឲ្យចេញជាមួយបលឹងរបស់គាត់ដែរប៉ុន្តែត្រូវបានសន្តិសុខមកចាប់ដូចគ្នាពេលហ្នឹងមិនដឹងថាមានជាមួយពីណាគេនោះទេបានប្រើដបងរុញទៅលើក្បាលរបស់ Ichigo ដែលទៅគាត់នឹងគឺចេញជាមួយនឹងបលឹងរបស់គាត់តែម្ដងពេលហ្នឹង Ichigo គឺបានឆ្ងល់ខ្លាំងមែនទែនដែលបានគិតថាញ៉ៃពីណាគេយកដបងមកវាយក្បាលឯងហ្នឹងបានឃើញថាហ្នឹងគឺជា Urahara នឹងឯងពេលហ្នឹង Ichigo ក៏បានរត់ទៅគាត់ទៅកាន់កានជីប៉ុន្តែវាគឺហួសពេលហើយក៏ដោយសារតែបលឹងមួយហ្នឹងក៏បានក្លាយទៅជាបលឹងអាក្រក់ពេលហ្នឹង Ruki បំរុងនឹងទៅជួយដូចគ្នាប៉ុន្តែ Urahara ក៏បានខាត់ដែលគិតថាសមត្ថភាពរបស់ Ichigo ប៉ុណ្ណឹងក៏អាចយកឈ្នះទៅលើ Holo នឹងបានដូចគ្នាព្រោះថា Holo ហ្នឹងគឺកម្រិតអន់ខ្លាំងមែនទែនកាត់មកកន្លែង Ichigo ជាមួយនឹងកានជីវិញដោយកានជីគឺនៅតែមានភាពជឿជាក់ដែលថាគាត់នឹងគេកម្ចាត់ទៅលើ Holo នឹងបានដែលមិនដឹងថា Holo គឺខ្លាំងប៉ុណ្ណានោះទេដោយខ្លាចថាវាគឺអត់មានសុវត្ថិភាពសម្រាប់កានជី Ichigo គឺបានចាប់អូកកានជីរត់ចាក់ចេញពីកន្លែងហ្នឹងតែម្ដងនៅតាមផ្លូវកានជីគឺបានសួរទៅកាន់ Ichigo ថាតើ Ichigo ហ្នឹងគឺនាំគាត់ទៅណាផងនាំគាត់រត់ទៅណាគាត់កំពុងតែចាប់បិសាចប៉ុន្តែ Ichigo នឹងកាត់ខ្វល់នោះទេដោយសារតែគាត់បារម្ភពីសុវត្ថិភាពរបស់កានជីនឹងឯងមកដល់កន្លែងហ្នឹង Ichigo ក៏បានសួរទៅកាន់កានជីថាតើកានជីធ្វើអញ្ចឹងគឺមានគោលបំណងអីកានជីគឺបាននិយាយផងដែរថាតើឯងដឹងអត់ថាគោលបំណងរបស់ខ្ញុំតើឯងហ្នឹងគឺបានយល់អំពីចំណាត់ថ្នាក់នៃការកម្ចាត់បិសាចអត់ដែលធ្វើឲ្យ Ichigo ហ្នឹងគឺវល់ខ្លាំងមែនទែនដែលពេលហ្នឹងក៏បាននិយាយបន្តទៀតថានៅពេលនេះគាត់គឺបាន 25% នៃប្រជាពលរដ្ឋដែលបានមើលជាមួយនឹងការ live ផ្ទាល់របស់គាត់ហើយភាគច្រើនពួកគេនេះគឺសិតសឹងតែជាកូនក្មេងហើយវាគឺសិតតែជាការបំផុសបំផុលដែលធ្វើឲ្យពួកគេនឹងគឺជឿខ្លាំងមែនទែនហើយមូលហេតុដែលគាត់ធ្វើបែបនេះក៏ដោយសារតែគាត់ចង់ឲ្យមនុស្សគ្រប់គ្នាមើលឃើញមកគាត់ថាគឺជាវីរៈបុរស Ichigo បាននិយាយផងដែរថាអាកំណត់បែបហ្នឹងគឺវាឈួតខ្លាំងមែនទែនហើយកានជីគាត់ខ្វល់នោះទេថាទាំងនាំ Ichigo ទៅវាយជាមួយនឹងបលឹងអាក្រក់ហ្នឹងទៀតប៉ុន្តែ Ichigo ហ្នឹងក៏បានហាមឃាត់ដែលគិតថាកំណត់របស់គាត់ហ្នឹងគឺពិតជាលេខ្លាំងមែនទែនហើយស្របពេលហ្នឹង Holo ក៏បានមកដល់កន្លែងហ្នឹងដូចគ្នាដោយឃើញបែបនេះ Ichigo គឺបានព្យាយាមការពារទៅកាន់កានជីហើយគាត់បានទាញជាមួយនឹងដាវរបស់គាត់កាប់ទៅលើ Holo ហ្នឹងប៉ុន្តែក៏ដោយសារតែដាវរបស់គាត់វែងពេកគាត់ក៏បានកាប់ជាប់នឹងជាងតែម្ដងអាយយ៉ាងហែយកមិនមកជាប់កន្លែងហ្នឹងវិញដល់ពេលដែលដកជាមួយនឹងដាវហ្នឹងចេញហើយ Ichigo គឺបានវាយទៅកាន់ Holo ហ្នឹងទៀតទៅដល់លើអាគារដែលពួកគេគឺបន្តវាយគ្នានៅលើអាគារហ្នឹងទៀតប៉ុន្តែចង្រៃអីគឺថាបេកានជីហ្នឹងគឺមកតាមដល់លើអាគារទៀតជាចាំតែអាបេនេះគឺចេះខ្លាចងាប់តែម្ដងហើយពួកគេបានបន្តវាយគ្នាបន្តទៀតពេលហ្នឹង Holo បានខ្ជាក់ជាមួយនឹងអេមីយ៉ាងចេញពីមាត់របស់វាដែលបានធ្វើឲ្យជាប់ជាមួយនឹងដៃរបស់ Ichigo ខ្ពើម៉ាស់នៅពេលដែល Ichigo មិនប្រយ័ត្នគឺថា Ichigo ក៏ត្រូវបាន Holo ហ្នឹងគឺវាយវាបាហាដែលធ្វើឲ្យគាត់ហ្នឹងគឺត្រូវបានជាប់នៅកន្លែងជាងមួយកន្លែងហើយបំរុងត្រូវបាន Holo ហ្នឹងសម្លាប់ហើយកានជីក៏បានយកជាមួយនឹងដំបងរបស់ខ្លួនយកមកទល់ជាមួយនឹងមាត់របស់ Holo ហ្នឹងដែលធ្វើឲ្យវាហ្នឹងគឺខំទៅកាន់ Ichigo កើតនោះទេពេលហ្នឹងយើងបានឃើញថាកានជីក៏បានបញ្ចេញជាមួយនឹង style លុយខ្លាំងមែនទែនហើយប៉ុន្តែ Ichigo បានប្រាប់ឲ្យកានជីរត់ចាក់ចេញពីកន្លែងហ្នឹងទៅក៏ដោយសារតែកានជីហ្នឹងគឺមិនអាចទប់ទល់ជាមួយនឹង Holo ហ្នឹងបាននោះទេប៉ុន្តែកានជីហ្នឹងក៏បាននិយាយផងដែរថាគាត់ហ្នឹងគឺដឹងអំពីកម្រិតរបស់គាត់រវាង Holo ហ្នឹងហើយប៉ុន្តែ Ichigo ហ្នឹងគឺបានធ្វើឲ្យគាត់ភ្លឺភ្នែកក៏ដោយសារតែ Ichigo ហ្នឹងគឺទុកជាមួយសុវត្ថិភាពអ្នកដទៃប្រសើរជាងខ្លួនឯងពេលហ្នឹងកានជីបានបញ្ចេញជាមួយនឹងថាមពលរបស់ខ្លួនថែមទាំងបាញ់ទៅកាន់ Ichigo ដើម្បីរំដោះគាត់
ងាប់ឲ្យអញមើលថាមកពលចឹងអីកាលដល់ឯនេះស្អែកហ្នឹងក៏មិនដល់ផងពេលហ្នឹង Holo បានក៏វត្តកាន់ជីទៅមួយកន្លែងហើយស្របពេលហ្នឹង Ichigo ក៏បានរត់ទៅកាប់ទៅលើ Holo នឹងមួយដាវដែលបានធ្វើឲ្យវាហ្នឹងក៏បានស្លាប់បានសម្រាយកាន់ជីគឺសប្បាយចិត្តខ្លាំងមែនទែនក៏ដោយសារតែគាត់ហ្នឹងគឺអាចយកឈ្នះទៅលើ Holo នឹងបានប៉ុន្តែនៅពេលហ្នឹង Ichigo ក៏បាននិយាយថាកុំឲ្យកាន់ជីហ្នឹងគឺបញ្ញាសប្បាយចិត្តអីឲ្យកលេចមកមើលទៅកាន់ Holo នឹងបន្តិចសិនទៅពេលហ្នឹងកាន់ជីក៏បានឃើញផងដែរថា Holo ហ្នឹងគឺជាព្រលឹងវិញ្ញាណមួយដែលគាត់ហ្នឹងគឺបានធ្វើទរណកម្មមុននឹងឯង Ichigo បាននិយាយផងដែរថានេះគឺជាវិញ្ញាណមួយដែលត្រូវបានដាច់ខ្សែចង្វាក់របស់វាចឹងហើយវាក៏បានក្លាយទៅជា Holo ដែលបានធ្វើឲ្យប្រហោងខ្មៅបានកើតនៅក្នុងទ្រូងរបស់វាមួយវិញទៀតប្រហោងខ្មៅនេះគឺមិនបានកើតដោយសារតែអ្នកណានោះទេដល់វាគឺបានកើតដោយសារតែមនសិការរបស់កាន់ជីនឹងឯងហើយកាន់ជីគឺពិតជាខកចិត្តជាមួយនឹងខ្លួនឯងខ្លាំងមែនទែនដែលគិតថាតែគាត់នឹងគឺកំពុងតែធ្វើអីទៅគាត់គឺពិតជាស្អប់ខ្លួនឯងខ្លាំងមែនទែននៅពេលដែលឃើញបែបនេះ Ichigo ក៏បាននិយាយផងដែរថាឲ្យកាន់ជីនឹងឈប់យំទៅមនុស្សគ្រប់គ្នាកំពុងតែរងចាំកាន់ជីនៅឯខាងក្រៅឯណោះកាន់ជីក៏បានក្រោកឡើងមកវិញតាមទាំងសម្លឹងមើលពីលើអគារមកមើលមនុស្សគ្រប់គ្នាហើយគាត់ក៏បានស្រែកប្រាប់ថាបេសកកម្មនឹងគឺត្រូវបានបញ្ចប់ហើយពួកគេក៏បានដល់គ្នាហូកាន់ជីគឺពិតជាកោតសរសើរជាមួយនឹងទេពកោសល្យរបស់ Ichigo ខ្លាំងមែនទែនថែមទាំងសុំ Ichigo ដើម្បីរាប់អានគ្នាទៀតផងដែលគាត់ក៏បាននិយាយទៅកាន់ Ichigo ថាចាប់ពីថ្ងៃនេះទៅឯងគឺជាសិស្សទី1របស់ខ្ញុំបាទហាថាម៉េចអូខេអ្នកនរគ្នាវីដេអូយើងគឺសូមចាប់តែប៉ុណ្្នឹងសិនហើយយើងចាំជួបគ្នានៅវីដេអូក្រោយទៀតហើយបើសិនបើជាគ្នាយ៉ាងណាដែលគាត់ចង់ support admin ក្នុងការធ្វើជាមួយនឹងវីដេអូបន្តទៀតអ្នកនរគ្នាអាច support តាមរយៈ ABA ដែលបានដែលវាក៏ជាការលើកទឹកចិត្ត admin ក្នុងការធ្វើជាមួយនឹងវីដេអូបន្តទៀតផងដែរចឹងហើយវីដេអូយើងគឺមានប៉ុណ្្នឹងអ្នកនរគ្នាអរគុណអ្នកនរគ្នាជម្រាបលាបាយបាយ